ជំរាបសួរបងប្អូនទស្សនិកជនជាទីមេត្រីវិលត្រឡប់មកសាជាថ្មីជួបគ្នាជាមួយខ្ញុំបាទពិរៈណាន់ខ្ញុំបាទស្រៀងនៅក្នុងកម្មវិធីតម្រាអាគមបាទកម្មវិធីតម្រាអាគមរបស់យើងខ្ញុំបង្កើតឡើងដើម្បីចែករំលែកចំណេះដឹងរឿងរ៉ាវអបិយជំនឿនិងបទពិសោធន៍ពិតជាក់ស្ដែងហើយនឹងរឿងរ៉ាវដំណាលតគ្នាបាទថ្ងៃនេះឬមួយក៏យប់នេះពិតជាពិសេសមែនទែនពិសេស double ពិសេសថ្ងៃនេះគឺយើងជួបមួយតួអង្គមួយដែលមានន័យថាគាត់មនុស្សដែលមានឥទ្ធិពលបាទឥទ្ធិពលមិនមែនអីគាត់ល្បីទៅលើប្រព័ន្ធសង្គមនេះគេហៅថាលោកគ្រូអាគមបាទខាងសត្រាវុធបាទសូមជួបគាត់អរគ្នាបាទជំរាបសួរបងបាទខ្ញុំបាទឈ្មោះទូនសុជាតិមកពីហនុមានសាស្ត្រាវុធនិងយ័ន្តខ្មែរហើយជំនាញរបស់ខ្ញុំគឺខាងក្បាច់គុណបុរាណខ្មែរផលិតសាស្ត្រាសិក្សាស្រាវជ្រាវនិងផលិតសាស្ត្រាវុធនិងជាអ្នកសាក់យ័ន្តបុរាណខ្មែរបាទយប់នេះមានន័យថាពិសេសតាក់ទងមានទាំងការសាក់មានទាំងលុតដាវមានទាំងក្បាច់គុណទៀតណាសាក់បាទបងបាទនេះគឺដេក័រនៅមុខនេះហើយតែម្ដងមានទាំងបុរាណនិងសម័យដើម្បីលេខចូលគ្នាអញ្ចឹងមុនមកចូលដល់សំណួរមួយរយៈនេះយ៉ាងណាដែរសុខទុក្ខបាទគឺថាធម្មតាមនុស្សយើងកើតមកមានរូបមានទុក្ខបាទសុខទុក្ខគឺដំណើរគ្នាហើយការរកស៊ីមុខរបរផ្សេងការងារផ្សេងគឺថារលូនធម្មតាមិនជាបញ្ហាចោលទេបាទតាក់ទងទៅលើការសាក់របស់យើងមានភ្ញៀវគាត់គ្រប់គ្រងច្រើនមានបងប្អូនយើងគ្រប់គ្រងច្រើនតាក់ទងទៅលើការសាក់យ័ន្តទេតាក់ទងទៅលើការងារសាក់យ័ន្តគឺយើងបានមកល្មមយើងទប់បានបាទសំខាន់ថ្ងៃនេះមកគេហៅត្រង់គ្រឿងមានប្រថិបដៃសងខាងនេះគេហៅប្រថិបចឹងហើយខ្ញុំសំដៅនិយាយខុសហើយគេហៅបើយើងភាសាក្បាច់គុណគេហៅចតីឬក៏កថាប់បាទហើយនៅក្នុងនៃគ្រូមន្តអាគមគឺផ្គំបាទអូមកទាំងឈុតនេះវាយសិតឈុតសអញ្ចឹងខ្ញុំពីរនាក់ហ្នឹងក៏យើងមិនធម្មតាដែរបាទវាយសិតឈុតខ្មៅដូចគ្នាអញ្ចឹងមួយរយៈនេះសុកទុកក៏ល្អសំណោមស្រួលអញ្ចឹងថ្ងៃនេះមានសំណួរខ្លះមានសំណួរដែលតាក់ទងសួររឿងតាក់ទងនឹងការសាក់ទាំងការក្បាច់គុណផ្សេងតាក់ទងតម្រាមានន័យថាពីដូនពីតាយើងមកអញ្ចឹងទៅបាទអញ្ចឹងឥឡូវយើងចូលសំណួរទី1ណាបងណាបាទសំណួរទី1ខ្ញុំចង់សួរបងថាហេតុអីបានជាបងចាប់យកជំនាញទាំងអស់ហ្នឹងបាទតាក់ទងទៅលើក្បាច់គុណណាក្បាច់គុណយើងបដោតលើក្បាច់គុណតាក់ទងទៅលើជំនាញក្បាច់គុណនេះកាលដំបូងឡើយខ្ញុំនៅឯជនបទយើងហ្នឹងពីតូចហ្នឹងគឺថាទៅរៀនគេធ្វើបាបច្រើនពិសេសគឺស្រីតែម្ដងថ្ងៃណាក៏វាយយំដែរមិនចឹងយើងទូជាងគេយើងទូជាងគេទៅរៀនគេធ្វើបាបហើយគេអត់ឲ្យលេងជាមួយទេព្រោះយើងទូជាងគេហើយយើងខ្មៅក៏ក្រិចដល់ហើយជីតាខ្ញុំគាត់ជាអ្នកចេះគុណគាត់ជាអ្នកខ្ញុំក៏ពេលហ្នឹងក៏មិនដឹងថាគាត់ចេះខ្លះតែប៉ុន្តែគ្រាន់តែដឹងថាគាត់ចេះគុណចេះអីចឹងទៅតែគាត់បង្ហាត់យើងអត់កើតទេហើយក៏យកទៅផ្ញើជាមួយនឹងខ្លាគាត់តាំងពីអាយុខ្ទង់6 7ឆ្នាំហើយក៏យើងចេះតែហាត់រៀនទៅគាត់ប្រាប់ថាទុកការពារខ្លួនពេលយើងទៅណាមកណាទៅពេលដែលមានអាសន្នអីយើងអាចជួយខ្លួនឯងបានទៅការដែលចូលរៀនហ្នឹងវាចាប់ផ្ដើមធ្វើឲ្យយើងមានការស្រឡាញ់ចូលចិត្តព្រោះពេលដែលយើងហាត់ទៅយើងមានសុខភាពល្អយើងលែងខ្លាចគេហើយយើងទៅណាមកណាដូចថាគេមើលមកយើងជាមនុស្សដែលមិនងាយនឹងធ្វើបាបបានទៀតទេអញ្ចឹងក៏ចេះតែស្រឡាញ់ផ្សារភ្ជាប់ជាមួយនឹងរឿងនឹងមករហូតមកដល់ដឹងក្តីហើយកំឡុងពេលហ្នឹងគឺក៏ផ្សារភ្ជាប់ជាមួយនឹងរឿងមន្តអាគមអីជាមួយគ្នានឹងដែរអញ្ចឹងតាមដែលបងនិយាយមិញហ្នឹងគឺបានន័យថាបងប្រឡូបនៅក្នុងក្បាច់គុណហ្នឹងតាំងពីនៅក្មេងរហូតដល់ធំហ្មងបាទអញ្ចឹងមិនជាយូរឆ្នាំអីទេគ្រាន់តែបានហាត់រៀនជាមួយគាត់ដូចជាបាន3 4ឆ្នាំអីប៉ុណ្ណឹងទេគាត់ក៏ចែកឋានទៅលោកគ្រូគាត់ចែកឋានទៅហើយក៏យើងផ្អាកទៅតែកំឡុងពេលហ្នឹងគឺយើងសិក្សាបន្តទៀតហើយសិក្សាបន្តទៀតហ្នឹងគឺពេលដែលផ្លាស់មកនៅភ្នំពេញវិញបាទហើយក៏លាយឡំជាមួយនឹងរឿងអាគមគាថាអីហ្នឹងមកជាមួយគ្នាផ្សេងទៀតមក
chẳng miền đây tha dương tăng bị tôi miền đây ha sạch để dương hạt tăng vì nông máu rồi dẹp về và hai của mán ai trẻ bàn đấy បើខ្ញុំមិនច្បាស់ជាប្រហែលឆ្នាំដែរប៉ុន្តែបើរាប់ពីឆ្នាំដែលខ្ញុំបានចាប់ផ្ដើមចូលហាត់ពីអាយុ5ឆ្នាំ6ឆ្នាំហើយមកដល់ពេលនេះខ្ញុំ35ហើយ wow 35ចឹងមើល 5 ឆ្នាំ 6 ឆ្នាំ 30 ឆ្នាំទេ 30 ឆ្នាំបង រយៈពេល30ឆ្នាំហ្នឹងគឺมันបានហាត់ជាប់លាប់ទេបានហាត់ពីជាប់លាប់តែប្រហែលឆ្នាំទេប៉ុន្តែកំឡុងពេលហ្នឹងគឺយើងមានកិច្ចការផ្សេងៗប៉ុន្តែយើងអនុវត្តរាល់ថ្ងៃ មានន័យថាយើងដុសខាត់សម្លៀងវារាល់ថ្ងៃ ដុសខាត់សម្លៀងរាល់ថ្ងៃ ខ្ញុំចាប់អារម្មណ៍ហើយក៏ដូចជាមាន fan ពីច្រើនក្នុង TikTok របស់គាត់ក៏ខ្ញុំជា fan គាត់ដែរមានគេសួរច្រើនសួរអីតាក់ទងទៅលើការមួយទៀតនោះខ្ញុំចាប់អារម្មណ៍ជំនាញមួយទៀតនោះគឺសាក់សាក់ហ្នឹងមានន័យថាដើមកំណើតរបស់សាក់ហ្នឹងដំបូងឡើយគេប្រើអាហ្នឹងប្រើដងអាហ្នឹងគេហៅដងសាក់អញ្ចឹងហ៎ បាទគេប្រើដងសាក់ បាទគេប្រើដងហ្នឹងហើយមួយទៀតអាហ្នឹងគេប្រើអាហ្នឹងហើយប៉ុន្តែបច្ចុប្បន្ននេះគេសួរថាតើដងហ្នឹងហើយនឹងម៉ូទ័រសាក់ម៉ូទ័រនេះត្រេតហ្នឹង បាទ តើពីរហ្នឹងមួយណាដែលប្រកែជាង សម្រាប់ភាពពូកែស័ក្តិសិទ្ធិវាមិនអាស្រ័យទៅលើឧបករណ៍យើងប្រើទេវាអាស្រ័យទៅលើទី1យើងចេះវិជាហ្នឹងច្បាស់លាស់ដែរឬអត់ បាទ ការដែលយើងយកយ័ន្តមកដាក់ឲ្យគេហ្នឹងយ័ន្តហ្នឹងគឺវាត្រឹមត្រូវដែរអត់ពេញលក្ខណៈជាតួអក្សរបុរាណយ័ន្តបុរាណដែលយើងដែលដូនតាបានបន្សល់ទុកឬអត់ បាទ មួយទៀតការធ្វើពិធីកិច្ចនីមួយៗត្រូវតាមលក្ខណៈបែបបទបុរាណបែបបទខ្មែរយើងដែរអត់ហើយមួយចំណុចទៀតគឺយើងគិតអំពីការធ្វើកិច្ចដូចជាការដាស់យ័ន្តការបំពុះយ័ន្តការបន្ថែមអានុភាពមួយចំនួនទៅតាមវិជ្ជាដែលយើងរៀនចេះចាំ បាទ ហើយដំណមផ្សេងៗដែលយើងត្រូវប្រាប់ទៅអ្នកដែលមកសាក់ជាមួយយើងហ្នឹងហើយយើងខ្លួនឯងការបប្រតិបត្តិវាបានត្រឹមត្រូវដែរឬអត់វាអាស្រ័យលើរឿងហ្នឹងទេវាមិនអាស្រ័យទៅលើសម្ភារៈដែលយើងប្រើទេគ្រាន់តែថាការប្រើជាដងឫស្សីជាដងសាក់បុកដៃអីហ្នឹងដោយសារពីបុរាណយើងអត់មានម៉ាស៊ីនអត់មានម៉ូទ័រអញ្ចឹងចាស់បុរាណគាត់មានអីមានតែសម្រួចឫស្សីកាលដែលអត់ទាន់មានដែកមានមជុលគឺយើងប្រើឫស្សីសម្រួចហើយសាក់ទូអក្ខរយ័ន្តតែម្ដងបាទ ដល់ពេលយើងមានដែកយើងយកដែកមកធ្វើជាមជុលសាក់រហូតដល់សម័យបច្ចុប្បន្នគឺទំនើបរហូតដល់មាន ម៉ូទ័រ ការប្រើម៉ូទ័រមានអីផ្សេងៗ បាទ ប៉ុន្តែយើងក៏មិនចោលទំនៀមទម្លាប់បុរាណរបស់យើងការធ្វើកិច្ចពិធីដោយបានជម្រាបខាងដើម បាទ បាទ បាទពិតជាបោះក្បាយមួយទៀតដដែលតើតទៅលើការសាក់ទឹកថ្នាំដែលគេយកមកសាក់ពីដើមឡើយតើគេប្រើគេលាយអីខ្លះចាស់បុរាណយើងណាខ្ញុំធ្លាប់ឮដូចគេមានលាយដូចខ្លះគេសាក់មើលអត់ឃើញតើតទៅនឹងទឹកដោះខ្លាឬមួយក៏អីផ្សេងៗឬមួយក៏គេដោះជាមួយនឹងចាយជាមួយនឹងអីធ្វើឲ្យវាកាន់តែប្រកែអាហ្នឹងវាបុកផ្សំគ្នាចឹងមែនឬមួយក៏យ៉ាងម៉េចដែរ អានឹងវាបូកផ្សំគ្នាដែរបងនៅពេលដែលចាស់បុរាណពីដើមគាត់យកទឹកដោះខ្លាតែមិនយកអាទឹកដោះដែលរាវៗហ្នឹងឯណាព្រោះខ្លាកាលណាវាបំបៅកូនគឺវាបំបៅកូនវាបៅឆ្អែតទឹកដោះវានៅសល់វាទៅប្រហូរចោលនៅដីដបូក អូ អញ្ចឹងអាទឹកដោះហ្នឹងវាកកទៅជាម្សៅហើយគាត់ដើរទៅព្រៃអីចឹងឃើញអាសកកនៅដបូកហ្នឹងដឹងតែទឹកដោះខ្លា 100% អញ្ចឹងគាត់កោសយកអាម្សៅហ្នឹងមកលាយជាមួយនឹងសារជាតិផ្សេងៗដូចជាស្រាបិទឬមួយក៏គាត់មានទឹកថ្នាំពិសេសអីរបស់គាត់លាយចូលគ្នាទៅយកមកសាក់ហ្នឹងគេហៅសាក់ប្រេងឬក៏អ្នកខ្លះហៅសាក់ទឹកដោះខ្លាអញ្ចឹងទៅវាឡើងពណ៌ក្រហមឡើងពណ៌អីអញ្ចឹងទៅហើយពាក្យថាសាក់ប្រេងនេះអ្នកខ្លះគេយកប្រេងដំរីតែខ្ញុំក៏មិនច្បាស់ថាប្រេងដំរីហ្នឹងគេបានដោយរបៀបម៉េចដែរគេគ្រាន់តែយកប្រេងហ្នឹងមកសាក់ទៅវាអត់ឃើញទេវាជាលក្ខណៈដូចយើងមុតរបស់អីមួយយ៉ាង បាទ ដល់ពេលតាមានអាសន្នឬក៏មានការអីអញ្ចឹងអាកន្លែងសាក់ហ្នឹងវាទៅជារមាស់វាទៅជាឈឺវាទៅជាឡើងពើតឡើងចេញទូអាការៈដែលសាក់ហ្នឹងមកតែម្ដង ហូបចេញពីសាច់មកតែម្ដង វាផុសដូចយើងរបៀបដូចយើងទៅសាក់ហើយអញ្ចឹងណា អូបាទធ្លាប់លឺចឹងដែរ នេះបើសិនជាធ្វើតាមឲ្យត្រូវតាមកិច្ចហើយមួយទៀតសម្រាប់ទឹកថ្នាំធ្លាប់ឮថាជាតិអង្គុលតែខ្ញុំក៏ដែរបានឃើញថាជាតិអង្គុលហ្នឹងវារបៀបមិនដែរប៉ុន្តែ
បើការសិក្សាថ្មីថ្មីកន្លងមកគឺគេយកថ្មនិលដោះជាមួយនឹងស្រាស មនលយើង បាទថ្មនិលដោះជាមួយស្រាសហើយលាយជាមួយនឹងទឹកប្រទាលអីមួយចំនួនផ្សេងទៀតប្រហែលមុខចូលគ្នាដែលទៅតាមរបៀបរបបនៃការរៀនពីគ្រូមកហើយមួយទៀតនោះគឺយកប្រមាត់ក្អែកសប្រមាត់ក្អែកខ្មៅក៏បានបើរោសមិនបានយកខ្មៅមក បាទ បាទហើយប្រមាត់អញីហើយនឹងអ្វីក៏ដោយឲ្យតែជាសំណាកឬក៏វត្ថុធាតុអីដែលពាក់ព័ន្ធជាមួយនឹងផ្នែកមន្តអាគមផ្នែកសង្គ្រាមគេយករបស់អីផ្សេងផ្សេងផ្នែកមេតាមហានិយមគេរករបស់អីផ្សេងផ្សេងមកឲ្យត្រូវជាមួយនឹងទម្រង់យ័ន្តដែលគេដាក់ហ្នឹងហើយវានៅតែជៀសមិនផុតពីការធ្វើកិច្ចនិងការប្រណិប័តដដែល វាគ្រាន់តែជាការបូកផ្សំមួយប៉ុន្តែការគោរពនិងការធ្វើកិច្ចវាមានអត្ថប្រយោជន៍ច្រើនជាង បាទ អញ្ចឹងមិនប្រកាសថាយ័ន្តហ្នឹងត្រូវតែស្អាតមានន័យថាគូចេញមកដូចយើងបោះពុំឬមួយក៏អីទេគ្រាន់តែកវីកវរតែវាត្រូវនៃអក្សរដែលគេបានចារលើហ្នឹងហើយគេបានដាស់ប្រសិទ្ធិឬមួយក៏មានក្បួនឲ្យតមនឹងតំណរបស់គេហ្នឹង បាទ អញ្ចឹងបានធ្វើឲ្យវាប្រកែ បាទហ្នឹងហើយបងអរគុណសម្រាប់ការបញ្យល់ឡើងបោះក្បាយអំពីស័កឥឡូវខ្ញុំចង់ឲ្យបងបញ្យល់អំពីការប្រើមន្តអាគមវិញម្ដងតើមានដំណំអីមិនដែរហើយមានអនុភាពអីមិនដែរការសិក្សាហ្នឹងប្រហែលដំណាក់កាលវេទនាប៉ុណ្ណាអីចឹងហ៎បង បាទ ហ្នឹងវានៅចង់និយាយថាវានៅក្នុងអំឡុងដែលយើងហាត់គុណមានន័យថាយើងចាប់ផ្ដើម start ចាប់ផ្ដើមហាត់គុណតែម្ដងមានន័យថាយើងចាប់ផ្ដើមហាត់គុណយើងរៀនដែរហ្មងឬមួយក៏នៅពេលដែលរៀនហើយបានយើងហាត់គុណហើយបានយើងរៀន បាទ វាសំយោគមួយគ្នាឬមួយ ជាធម្មតាចាស់បរមបុរាណយើងគាត់រៀនវិជ្ជាគុណរៀនអីហ្នឹងគឺផ្សារភ្ជាប់ជាមួយនឹងរឿងមន្តអាគមនឹងហើយបាត់ហើយព្រោះថាការហាត់គុណវាមានត្រូវមានការរៀបចំទៀនធូបតង្វាយអាសនៈបាយសីអីផ្សេងដូច្នេះឧបនិស្ស័យរបស់មនុស្សម្នាក់អធិស្ឋានរបស់មនុស្សម្នាក់គឺវាផ្សេងគ្នាអញ្ចឹងអ្នកខ្លះទៅគេបានរៀបចំអីអញ្ចឹងដែរក៏ប៉ុន្តែហាត់បានតែផ្នែកវិជ្ជាគុណអ្នកខ្លះទៅគេបានរៀនភ្ជាប់ផ្សារភ្ជាប់ជាមួយរឿងហ្នឹងហើយចាប់ដើមរៀនទៅក៏មានផ្សារភ្ជាប់ជាមួយនឹងអាគមគាថាអីហ្នឹងទៅជាមួយគ្នាដែរហើយការរៀនហ្នឹងគឺ មានតំណមមានអីទៅតាមគ្រូនីមួយដែលបានកំណត់មកតែអ្វីដែលជារឿងសំខាន់នៅក្នុងតំណមនោះគឺមិនចាកឆ្ងាយអំពីពុទ្ធចក្រទេ បាទក្បោះក្បាយមួយទៀតតកតូនទៅលើការហាត់យើងត្រូវតែរៀបចំថ្វាយបើសិនជាកាលណាដែលយើងអត់ថ្វាយវាប្រកបណាស់យើងហាត់មកវាបានត្រឹមតែសបកមិនអញ្ចឹងហ៎បាទយើងត្រូវមានការថ្វាយមានការអុជធូបមានការអីទៅដើម្បីកុំឲ្យពេលដែលហាត់ពេលដែលអីកុំឲ្យវាមានការក្រិចនិងខ្លោះឬមួយក៏ប្រការណាមួយដែលយើងមើលអត់ឃើញការរៀបចំតង្វាយរៀបចំរណ្ដាប់គ្រូហ្នឹងគឺទី1គឺយើងធ្វើឲ្យត្រូវទៅតាមលំនាំចាស់បុរាណហើយក៏ជាការបង្ការមួយដែរនៅពេលដែលយើងធ្វើទៅកុំឲ្យវាមានការភ្លៀងភ្លាត់កុំឲ្យវាមានគ្រោះថ្នាក់អីផ្សេងហ្នឹងហើយក៏ ជាការគោរពបូជាចំពោះដូនតាដែលបានបង្កើតឡើងហើយក្បាច់គុណនិងវិជាផ្សេងគឺមិនមែនបង្កើតឡើងដោយមនុស្សទេដូច្នេះការរៀបចំរណ្ដាប់តង្វាយទាំងអស់ហ្នឹងគឺដើម្បីឧទ្ទិសថ្វាយអស់លោកអាទិទេពទាំងអស់នោះឯងឬក៏បុព្វវរៈបរោះដូនតាដែលធ្លាប់បង្កើតដែលធ្លាប់ប្រើប្រាស់ក្បាច់គុណនឹងសម្រាប់ការពារទឹកដីនៅក្នុងចម្បាំងរាំងចូលផ្សេងហ្នឹងគឺគាត់បានចែកឋានទៅគាត់คล้ายទៅជាទេវតាឬមួយក៏វិញ្ញាណបុព្វបុរសដែលយើងចំណាំហៅអរិយអ្នកតាណាហ្នឹងហើយអញ្ចឹងគាត់នៅរក្សាកូនចៅនឹងរហូតមកដល់ឥឡូវហ្នឹងអញ្ចឹងការគោរពបូជាហ្នឹងគឺដើម្បីរំលឹកដល់ពួកគាត់បាទដើម្បីជាកិច្ចមួយធ្វើការដឹងគុណចំពោះដឹងគុណគ្រូបាទហើយនៅពេលដែលយើងមានឧបសគ្គមានហេតុការណ៍ផ្សេងដែលត្រូវយកវិជានឹងមកប្រើឲ្យវិជានឹងប្រើទៅវាមានប្រសិទ្ធភាពឧទាហរណ៍ថាក្បាច់គុណគឺចេញមកដឹងតែច្បាស់បាទដូចអ្វីដែលយើងបានហាត់រៀនកុំឲ្យវាភ្លេចភ្លាំងកុំឲ្យវាបាក់ស្លុតស្មារតីឬក៏ យកបើយើងនិយាយឲ្យជ្រៅជាងនឹងទៅទៀតគឺដើម្បីឲ្យពួកគាត់មកកាន់ខ្នងរងមុខបាទចូលមកដល់រឿងដង្វាយរបស់យើងតើកូនសិស្សកូនគុណហ្នឹងតើរៀបមានន័យថារៀបដង្វាយទៅគ្រូបាត់ជាអញ្ចឹង
តែយើងធ្វើយ៉ាងណាទើបដឹងថាដល់គាត់ បាទអរគុណសម្រាប់សំណួរនេះចំពោះការរៀបរំដាប់និងដង្វាយថ្វាយគ្រូបាជាយគ្រូវិជ្ជាយើងនៅពេលដែលយើងចាប់ផ្ដើមរៀនគ្រូរបស់យើងប្រាប់ហើយថាយើងរៀបមានអីខ្លះអញ្ចឹងគាត់ដឹងច្បាស់ជាងយើងថាស័ក្តិយុរបស់គាត់សមនឹងទទួលរបស់អីហើយយើងរៀបតាមគាត់ទៅចំពោះការដល់ឬមិនដល់ត្រូវឬមិនត្រូវគឺយើងសម្គាល់បានដោយភ្លើងទៀនធូបជួនកាលទៅទៀនដុតឆេះបន្តិចអញ្ចឹងទៅវាលុតបាត់ជួនកាលទៅធូបឆេះអត់អស់ បាទ ជួនកាលទៅដុតឆេះកំប៉ុងជើងធូបហ្នឹងបានន័យថាយើងមានអ្វីមួយខុសឆ្គងអាចនឹងបាទឲ្យហេតុទៅអញ្ចឹងអាចនឹងខុសតំណមខ្លួនឯងអាចនឹងខុសរំដាប់ដង្វាយរៀបចំមិនបានស្អាតបាតម៉ត់ចត់ល្អឬមួយក៏រំដាប់នឹងដង្វាយហ្នឹងមានដូចជាទៀនធូបបារីមលូស្លាយជាដើមវាឆាប់ក្រៀមពេកវាឆាប់ក្រៀមខុសធម្មតាដូច្នេះបានន័យថាសញ្ញាទាំងអស់ហ្នឹងគឺយើងសម្គាល់មើលដោយភ្នែកស្រស់យើងមើលឃើញនឹងភ្នែកយើងឃើញអញ្ចឹងយើងកាត់ន័យឲ្យទៅឲ្យន័យថារបស់ហ្នឹងគឺគាត់អត់ពេញចិត្តនឹងទទួលទេអញ្ចឹងយើងគួរធ្វើម៉េចរៀបសារដើមរើសថ្ងៃល្អរើសថ្ងៃថ្មីរៀបសារដើមយើងដឹងថាមានអីមកប្រកក្តីមួយហើយតែឃើញប៉ុណ្្នឹងហើយចាំសង្កេតមើលការងាររបស់យើងការសិក្សារៀនសូត្ររបស់យើងដំណើរជីវិតរបស់យើងវាទៅតាមនឹងដែរយ៉ាប់យឺនបាទយើងយ៉ាប់យឺនដែរហើយខ្ញុំសូមបន្ថែមកន្លែងដែលធ្វើម៉េចដឹងថារំដាប់ដង្វាយហ្នឹងសមនឹងស័ក្តិយុរបស់គាត់គឺកន្លែងហ្នឹងគឺគ្រូរបស់យើងដែលអ្នកបង្ហាត់បង្រៀនហ្នឹងគឺគាត់អ្នកប្រាប់យើងថាគ្រូវិជ្ជាផ្នែកនេះឧទាហរណ៍ថាគ្រូខាងមន្តអាគមអញ្ចឹងអ្វីដែលគាត់ត្រូវការដែលយើងរៀបចំពីបរមបុរាណមកមានបាយសីសធរដូងទៀនធូបបារីមលូស្លាលុយ5សន្លឹកអីអញ្ចឹងទៅគឺមួយក៏ពីមុនมันមានលុយមានកាក់5កាក់អីចឹងទៅ5កាក់បាទហើយក៏គ្រូខ្លះក៏គេទៀមទាយកអង្គមកត្រឡោកអ្នកខ្លះទៅក៏គេយកផ្កា5មុខអ្នកខ្លះទៅក៏យកផ្កាមកក្តាប់ផ្សេងពីគ្នាបាទអញ្ចឹងយើងអត់អាចសម្គាល់យើងអត់អាចដឹងថាគ្រូរបស់យើងគ្រូបាជារបស់យើងដែលជាអមនុស្សនោះគាត់មានឋានៈណាស័ក្តិបុណ្យស័ក្តិគាត់ប៉ុណ្ណាយើងអត់អាចដឹងបានទេព្រោះយើងជាមនុស្សធម្មតាយើងគ្រាន់តែមានការដឹងមួយត្រឹមថាគាត់ជាគ្រូបាជារបស់យើងគាត់ជាគ្រូវិជ្ជារបស់យើងជាអ្នកបំពេញរិទ្ធបារមីឲ្យយើងដូច្នេះសម្រាប់គ្រឿងរំដាប់ដង្វាយដែលគិតថាសមឬមិនសមយុះរបស់គាត់គឺអាស្រ័យទៅលើគ្រូយើងដែលប្រាប់តែបើសិនជាគ្រូយើងប្រាប់យើងធ្វើតាមហើយមិនមានលក្ខណៈត្រឹមត្រូវមានប្រផ្នូលអីផ្សេងៗដូចបាននិយាយខាងដើមហ្នឹងយើងអាចទៅសួរគាត់បញ្ជាក់ជួនកាលគាត់ភ្លេចអីមួយយ៉ាងជួនកាលយើងរៀបទៅជួនកាលគាត់ឲ្យមកប្រាប់យើងតាមយល់សពថានេះគួរធ្វើបែបម៉េចយើងកាលណាតែគាត់ប្រាប់ចឹងហើយដាច់ខាតគឺយើងអត់ភ្លេចទេព្រលឹមឡើងនឹកឃើញធ្វើភ្លាមហើយការរើសថ្ងៃឬអីហ្នឹងគឺយើងមើលទៅតាមអ្នកខត្តរឹកថ្ងៃតាមរយៈតម្រាកាលយោគបាទនឹងក៏ចេះក្បួនកាលយោគមួយទៀតបាទអរគុណបងដែលបានឆ្លើយយ៉ាងក្បោះក្បាយឥឡូវចេះខ្ញុំចង់ប្រវាយទៅខាងមុខវិញតិចបងអំឡុងពេលដែលបងវឹកហាត់តាំងតែពីក្មេងរហូតដល់ធំតើបងគិតថាជួបឧបសគ្គអ្វីខ្លះដែលបងគិតថាដែលពិបាកបំភ្លេចហ៎បងបាទចំពោះឧបសគ្គនៃការវឹកហាត់និងរៀនផ្សេងហ្នឹងបើយើងនិយាយអំពីការហាត់រៀនក្បាច់គុណឧបសគ្គសំខាន់ធំជាងគេនោះគឺសុខភាពខ្ញុំពីមុនពីកាលពីក្មេងខ្ញុំអាសាឈឺច្រើនបាទសុខភាពមិនដូចក្មេងដទៃទេឆាប់ហត់ឆាប់ចាញ់អាកាសធាតុប៉ុន្តែយើងនៅតែជំនះបានហើយមួយទៀតខ្ញុំជាមនុស្សដែលខ្ពើមរអើមដីភក់ដីអីអញ្ចឹងអត់ចូលចិត្តលេងដីភក់ទេហើយកន្លែងហាត់នៅត្រង់មន់ហើយនៅព្រៃចេកបាទហើយខ្ញុំជាមនុស្សដែលខ្លាចសត្វល្អិតសត្វល្មូនអីអញ្ចឹងទៅតែយើងត្រូវតែជំនះការភ័យខ្លាចហ្នឹងដើម្បីបានវិជ្ជានឹងមកនៅពេលដែលយើងរៀនចេះបានខ្លះអាចស្គាល់ថា
dương pra plai là việc mấy dương pra bật cà pi là việc mấy hái chập đám cừu thưa bà mà đòn thưa bà mấy có chân cái có hai dương nó có group có thấy có họ mà tuột mà thẹ dương ấy dương bây giờ ngặt lụa riến trời ấy môi nó lọp bạch muối nó từ ấy bà và đây còn hai dương lụa hạt riêng như tới tại có mình từ thưa bà dương ấy na đấy bà có thôi chắc đôi đọc hạt bòn mình rồi là tuột thẹ ấy màu dương chè rong chè bật chè cà phê luôn còn bàn tay mình họ trời sao thì trời là này bàn tay mua cột pra cầm lăng tạiประมาณ%ในกำลังกายบ่กดเอง bà vâng ហើយមួយទៀតពេលវេលាដែលត្រូវហាត់រៀនហ្នឹងគឺវាមិនមានពេលវេលាសម្រាប់រាល់ថ្ងៃដែលហាត់ទេជួនកាលមួយសប្តាហ៍អញ្ចឹងយើងអាចហាត់បានតែ2 3ថ្ងៃព្រោះយើងរវល់រៀនរវល់ជួយការងារផ្ទះផ្សេងៗជាដើមព្រោះកាលហ្នឹងខ្ញុំនៅជនបទដឹងស្រាប់ហើយអ្នកនៅជនបទការងារមានអីក្រៅពីស្រែការ ខ្ញុំមិនមានស្រែធ្វើទេប៉ុន្តែយើងជួយការងារផ្ទះផ្សេងៗបាទហើយលោកគ្រូក៏គាត់មានវ័យជរាអញ្ចឹងទៅគាត់ត្រូវការពេលវេលាពេលខ្លះគាត់ឈឺមានជំងឺមានអីចឹងទៅយើងក៏បានតែហាត់ទៅរៀនចឹងទៅបាទហើយចំពោះការដែលឧបសគ្គសម្រាប់រៀនវិជ្ជាមន្តអាគមគាថាហ្នឹងឧបសគ្គទី1គឺពិបាកនឹងចាំពិបាកអានអក្សរបាលីមួយវិញទៀតនៅពេលដែលចាប់ផ្ដើមរៀនគឺយើងពិបាកនឹងធ្វើចិត្តទទួលយកអនុភាពដែលគ្រូដាក់ឲ្យមករៀនមុនសុំកាត់មួយចំណុចហ្នឹងខ្ញុំគិតថាចំណុចពិសេសទាំងក្បាច់គុណទាំងមុនចំណុចដែលខ្ញុំចង់សួរតាក់ទងប៉ាយើងរៀនមានន័យថាមានអ្នកសាមានអ្នកអីយើងអានោះបន្ទាប់ពីលំបាកបន្ទាប់ពីឧបសគ្គហ្នឹងវាមានគេសាកយើងមានគេលេងយើងបែបផ្លូវក្នុងផ្លូវអីចឹងទៅតែអាហ្នឹងវាយ៉ាងណាដែរមានមែនអត់ទេកន្លែងហ្នឹងឯងដែលខ្ញុំនិយាយថាយើងពិបាកនឹងទទួលយកអនុភាពនៃវិជ្ជារបស់យើងនៅពេលដែលយើងចាប់ផ្ដើមរៀនចាប់ផ្ដើមចម្រើនគេហៅថាចម្រើនរិទ្ធចម្រើនគាថាហ្នឹងដំណាក់កាលទី1គឺគេសាកល្បងចិត្តយើងហើយយើងពិតជាមោះមុតនៅក្នុងមុនគាថាមួយមេនឹងអត់នៅពេលដែលយើងរៀនទៅយើងអាចជួបដូចជាការព្រឺរោមឬមួយក៏ពេលយើងបិទភ្នែកអញ្ចឹងទៅវាឃើញអីផ្សេងអញ្ចឹងទៅបើយើងចាប់យកអានិមិត្តអស់ហ្នឹងយើងចាប់ហើយទៅជាឆ្វេងហើយបើថាយើងបិទភ្នែកហើយយើងឃើញខ្លួនយើងអង្គុយទៅនេះទៅនោះចាប់ផ្ដើមប៉ើខ្លួនឯងខ្លាចខ្លួនឯងគាថាដែលទិញបានពាក់កណ្ដាលមិនទាន់ចេះចាំផងអាហ្នឹងរឿងផ្សេងទៀតនៅពេលដែលយើងរៀនចេះហើយស្ទាត់មាត់ណាលេងយើងតាមយល់សពម្ដងនិមិត្តឲ្យយើងឃើញជាខ្មោចព្រៃបិសាចនិមិត្តឲ្យយើងឃើញហេតុការណ៍ណាមួយដែលយើងធ្វើឲ្យយើងភ័យរន្ធត់អញ្ចឹងទៅឲ្យយើងនឹកឃើញអ្វីដែលយើងបានរៀនហ្នឹងយើងមកប្រើតែបើសិនយើងអត់ចាំព្រលឹមឡើងយើងឈឺហ្មងបើយើងបរាជ័យនៅក្នុងយល់សពហ្នឹងហើយយើងត្រូវអីខ្លះចាំមានន័យថាយើងបរាជ័យក្នុងយល់សពអញ្ចឹងវាធ្វើឲ្យមានបញ្ហានៅខាងក្រៅបាទអញ្ចឹងមានន័យថាគ្រាន់តែក្នុងសុបិនធ្វើឲ្យយើងអាចឈឺបានយើងគិតថាវាជាសុបិនទេប៉ុន្តែការពិតទៅបើតាមបទពិសោធន៍ខ្ញុំមិនមែនជាសុបិននេះគេចាប់ព្រលឹងយើងយកទៅហាត់រៀនយកទៅដុសខាត់តែម្ដងដូចការប្រឡងរៀនឲ្យប្រឡងតែម្ដងប្រឡងហើយដល់ពេលយើងឆ្លងកាត់ដំណាក់កាលហ្នឹងហើយចាប់ផ្ដើមចូលដំណាក់កាលពិសោធន៍រឿងគុណធម៌ធម្មតាទាំងគេទាំងយើងតែចេះហើយចេះចង់សាកចង់លបងហ្នឹងបាទណានៃមកទើសតេងអីអត់បានរៀនអីសាកហ្នឹងឧទាហរណ៍ថារៀនមហាតម្ងន់មកដឹងថាយើងចេះហើយអានេះតំណងវាយសូត្រដាក់បដៃម៉ាំងគ្រោះថ្នាក់គេបាទអញ្ចឹងអានេះជាដំណាក់កាលសាកលបងផ្លូវចិត្តតែយើងគុណធម៌របស់យើងអាចបង្ក្រាបអាបិសាចក្នុងចិត្តយើងបានអត់អាហ្នឹងបើយើងឆ្លងកាត់ដំណាក់កាលហ្នឹងហើយចូលដំណាក់កាលមួយទៀតគឺដំណាក់កាលសបាយភ្លើតភ្លើនស្រីស្រាលបែងដែលយើងឆ្លងកាត់ដំណាក់កាលហ្នឹងមួយទៀតចូលដំណាក់កាលមួយទៀតគឺដំណាក់កាលអ្នករៀនវិជ្ជាដូចគ្នាមកសាកល្បងយើងនេះធ្ងន់អានេះធ្ងន់មកហ្នឹងធ្ងន់ហើយបាទនឹងចាប់ផ្ដើមចូលដល់វគ្គពិសេសបាទអញ្ចឹងជួយបន្តបន្ថែមបាទកន្លែងដំណាក់កាលសាកល្បងវិជ្ជានេះសាកល្បងអ្នកចេះដូចគ្នាឧទាហរណ៍ថាយើងទៅតំបន់ណាមួយដែលយើងអត់ដែលបានស្គាល់ហើយអ្នករៀនវិជ្ជាដូចគ្នាដឹងគ្នាណាគាត់តែឃើញមុខគ្នាភ្លាមដូចមានសម័យឥឡូវហៅ
miền GPS អូ miền chả rắn với bạc nia បើយើងនិយាយភាសានេះវិញទៅជាញៀន Đa tại vìញៀន ហ្នឹងហើយ បាទ ញៀន ញៀន nhiên bạc nia ồនេះចេះហើយយើងវាធម្មតាយើងវាមិនទៅចង់ដឹងណាអ្នកឯងខ្លាំងប៉ុណ្ណាគេខ្លាំងប៉ុណ្ណាយើងចង់ដឹងតែយើងដឹងចង់តែសុកទេតែមនុស្សយើងមិនមានអ្នកណាម្នាក់ដែរមិនមានអ្នកដែលគិតដូចយើងទាំងអស់ទេតែងតែមានអ្នកដែលចង់ចេះចង់ដឹងថាយើងខ្លាំងប៉ុណ្ណាវិជាយើងបានកម្រិតណាដែលមកជន់ទឹកដីហ្នឹងអញ្ចឹងគេសាកទៅជួនកាលមកទាំងថ្ងៃអញ្ចឹងទៅជួនកាលពេលយប់អញ្ចឹងទៅហើយយើងអ្នកចេះយើងអ្នកដឹងយើងទៅព្រៃទៅអីអញ្ចឹងយើងតែងតែសូត្រហើយពាត់សមាការពារអន្តរាយផ្សេងខាត់ទឹកភ្លៀងបច្ចេកទឹកភ្លៀងអីអញ្ចឹងទៅគេនិយាយថាយើងខាត់ទឹកភ្លៀងគេធ្វើឲ្យភ្លៀងតែថាយើងពាត់សមាការពារសត្វគេធ្វើឲ្យសមាយើងដាច់ឲ្យសត្វហ្នឹងមកអុកឡុកយើងដូចជាអីអញ្ចឹងទៅហើយបើថាយើងនិយាយរួមយើងធ្វើអីគេ គេតាមចាញ់ គេកាត់រឿងហ្នឹង ចាញ់បាទតាមចាញ់យើង អញ្ចឹងមានន័យថាឲ្យតែភាគច្រើនឲ្យតែអ្នករៀនឆ្វេងអញ្ចឹងទៅឬមួយក៏រៀនដូចគ្នាមានន័យថាដូចគ្នាឬមួយក៏គាត់បែកឬមួយក៏ភាសាធម្មតាហៅបែកណា បាទ មានន័យថាគាត់ចេះតែគាត់ចង់អួតនៃអនុភាពរបស់គាត់ថាគាត់ខ្លាំងគាត់ចង់សាចង់អីចឹងបើសិនតែយើងពាត់គាត់ផ្ដាច់ជាមួយធ្វើឲ្យគាត់បាន ហ្នឹងហើយ អូខេយើងបិទនេះយើងធ្វើចេះមានន័យថាមនុស្សក៏មានកំណត់ដែរណាកំហឹងគេហៅ ក៏អត់ធ្មត់មិនដែរ ក៏មានកំណត់ដែរ បាទ បាទដល់ពេលអញ្ចឹងទៅសម្រាប់ខ្លួនឯងផ្ទាល់ធ្លាប់បានជួបរឿងចឹងច្រើនទេ ធ្លាប់ជួបច្រើនដែរ បាទ រឿងអស់ហ្នឹង អាចជួយជម្រាប នៅពេលខ្ញុំចាំបានហេតុការណ៍មួយកាលដែលខ្ញុំទៅខ្ញុំមិនបញ្ជាក់ឈ្មោះខេត្តទេកាលហ្នឹងខ្ញុំទៅថតរយៈពេល10ថ្ងៃនៅកន្លែងហ្នឹងយើងធ្លាប់ដឹងមកថាតំបន់កន្លែងហ្នឹងគឺជាតំបន់ដែលសម្បូរអ្នកដែលចេះអាគមគេថាប៉ុន្តែយើងមិនអាចទៅវាតម្លៃគេថាគេរៀនខ្មៅរៀនសយើងមិនអាចវាតម្លៃបានទេពីព្រោះថាយើងមិនបានស្គាល់គេ បាទ យើងមិនបានរៀនគ្រូជាមួយគេយើងក៏មិនបានស្គាល់អត្តចរិតអធ្យាស្រ័យរបស់គេដែរប៉ុន្តែគ្រាន់តែអ្វីដែលខ្ញុំដឹងពេលនោះមេឃរោភ្លៀងហើយយើងធ្លាប់រៀនដែរវាជាមុនគេថាឲ្យកុំឲ្យមានភ្លៀងឲ្យតែភ្លៀងកន្លែងផ្សេងយើងសូត្រអញ្ចឹងទៅគ្រាន់តែសូត្រភ្លាមមេឃចាប់ផ្ដើមអន់ទឹកភ្លៀងហើយចាប់ផ្ដើមបើកថ្ងៃបានប្រហែលជាផែកន្លះម៉ោងចាប់ផ្ដើមល្ងឹតវិញតែល្ងឹតទាំងអត់មានខ្យល់អត់មានផ្គរអត់មានអីទាំងអស់ល្ងឹតហើយធ្លាក់មកបាត់ហើយយើងព្យាយាមទប់ទៀតសូត្រទប់ទៅវិញដល់ពេលតែយប់ដល់តែចប់ពីរឿងទប់ទឹកភ្លៀងហ្នឹងហើយដល់វគ្គយប់ឡើងមកលេងយើងក្នុងយសពមកលេងយើងជួនកាលពេលដែលយើងដេកមុនយើងដេកធម្មតាអ្នកចេះដូចគ្នាគេដឹងហ่ะវាតែងតែមានសញ្ញាមួយចំនួនដូចជាលឺអ្វីម្យ៉ាងធំក្លិនទឹកអប់ឬក៏ធំក្លិនស្អុយធំក្លិនអីមានន័យថាជាបរិវាររបស់គេដែលបញ្ជូនមកឲ្យមកឃ្លាំមើលយើងថាយើងធ្វើអីយើងប្រហែលអត់យើងមានពតសមាការពារខ្លួនអត់អ្នកចេះអ្នករៀនវិជ្ជានឹងភាគច្រើនគឺមិនដឹងអ្ហ្មិចចេះតែចង់ដឹងលបងគ្នាវិជ្ជាមន្តអាគមគេថាឬក៏យើងហៅមួយយ៉ាងទៀតថាវិជ្ជាសាយសាស្ត្រនេះគេត្រូវប្រយ័ត្នគ្រប់ពេលទាំងអស់ទាំងការដេកដើរឈរអង្គុយគឺត្រូវប្រយ័ត្នគ្រប់ពេលវេលាព្រោះថាយើងរៀនគេក៏រៀនអមនុស្សមានអរិយអរិយទេវតាអីផ្សេងគេក៏ចង់សាក់លបងចង់លេងវិជ្ជាជាមួយយើងដែរហើយយើងត្រូវប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ហើយអ្នកដែលសាក់លបងជាមួយយើងហ្នឹងអាចនឹងជាមនុស្សដូចគ្នាអ្នករៀនវិជ្ជាដូចគ្នាហើយយើងក៏មិនហ៊ាននិយាយថាគេសឬខ្មៅដែរហើយមួយទៀតគឺអមនុស្សដូចជាអរុក្ខរៈទេវតាដែលនៅតំបន់ការពារទឹកដីហ្នឹងគេមានកាចមានស្លូតដូចតែមនុស្សយើងដែរពេលខ្លះយើងទៅកន្លែងគេយើងមិនបានយើងភ្លេចគិតពីគោរពប្រណិប័តគឺគិរវកិច្ចចំពោះគេដូចជាការឲ្យធូបសុំប្រាប់ដំណឹងអីផ្សេងជួនកាលថាចំអានេះរៀនចេះដឹងហើយណាឆ្លើយដាក់ឲ្យមួយមើលអញ្ចឹងណាជួនកាលទៅយើងជាអ្នកចេះវិជ្ជាយើងមានការក្អើតកតោមទៅដល់មិនទាន់បានអីផងសូត្រ
bà đánh kế thôi cái đai cả hai tức đây kia là bọn chúng ta dương gì bà plạch bà plôi mình chơi cà rục kê cà rục anh lô la cả lại kế ba chia sài bao kép xem như đôi từ dương đấy là khác cái chỗ chất ngọt ngắt là khác cái chỗ chất này dễ bàn tay mình ca vào mặt anh chẳng á ba của tham mót mà nữ dương của bạn này dễ sẽ đây admin sơ ban kịch thì ba đã bên trong đấy cái miền từ chia đạp đi từ dương này cái đạp tới từ chia nhé anh đi nhảy nhảy cái lại nhảy chẳng bạn nè riêng về chia cứ to bằng pot cứ mọt và bạch và bao hay bởi vậy tam thô cái hay để là chan về chia để là chan cắt thá nè ca này dễ bạch bao ắt và giao ắt bàn cá nè kia mà nói này dễ chắc chẳng bong xong tập sạch rương vinh chẳng ông long pe đã mong từ thọt động ngay nữa và tao pk mà lên mùi bong pe dục đây tập bong gì năng kê lên khót liền lại mùi bong năng hay miền rừng ấy bắt to thiệt đấy thế bong rương này nhom trăm ban mình phịch dục nô nhom riệp châu kê nhom cò Namasaka Pratana trai tam tùm lọp hay có xong sơ xong mấy hai tới nhưng chập đàm kì về đây xong sơ lớn chập đàm đi sky lu lần có lú trong phu mà cho bọn ta chẹt kho thò mà đà cho bọn ta chẹt kho thò mà đà mà có lư sầm lên mình nục đà hay mình nục trao mình tên lư sầm lên nâng khăn biết khăn cùng rung xạ sọp mỏ mau trôi không cho máu giường rom pe nâng cứ đăng cho bài mình kia phải chun ấy màu dưỡng có mình toàn chưa nâng riêng bắp nâng này buộc nhóm có thuộc riêng pe đây nhóm có chưa mình đúng đây mình chưa riêng nâng tầng o thì cứ hạ sập và để cho nên nhóm đa từ cài phạ ra về này dương kê nó mơ ở miền khơi ấy thì cái này lưu thom mà cái thảo vì lưu là gì đâu chứ môi nhé khai sạ dùng khoa dạ đôi men lưu thom đá ấy này định lang mà là về thế này hay có dương có sốt bọt rồi mà sốt cà phê luôn nên chẳng thấy hay có dương đề từ sạp đã đề riệp lúa đôi chỉ miên xây tiên trường tiên p là dương phong đấy nên ngày đôi chỉ miên xây tiên trường tới kho kết thám tay chia chấm điên te để dương sạn này nâng rư muối co chặt đây cái màu trong prap đừng ấy thì đăng chẳng có dân vậy cho thôi lô có xong cả lại sạn này không và miền ca khó con ấy trong prap tam giờ sọp không giờ là thì than chặt chẳng thấy ta vì mình chẳng nhà phải dục lá giờ sọp khơi cây giờ sọp ta vì bẹt cả đa giờ sọp bẹt cả đa mình tên giờ sọp khơi sky không ai thùng bùa ta sky nó mục đôi sky giờ trọ đại trường vơi đời dương đa ta cả lại này dương gặp bông sạn đấy nữa chẳng nhung cái ta mình men giờ sọp này chẳng bia đôi rom pe nó biết đôi chùm rong dương khai máy khai là liều bà liều bà bia liều cứ bị trôi súp đó luôn những đây bà này luôn những đây bà này bàn tay tơ tập phim này pe để dương khơi nữa ca đa khăn hay sầm rập chương để dương đá cứ men tèn cứ đôi dương toàn kê nhỉ bà đấy bờ sân thì dương vậy là tam phải trai cả tê nó không này mua là cung nứng thì tha mình nhiên những đa từ cái lại nâng mà đòn cứ theo dập hiệp ấy cứ cái lại nhân nơi nâng mà đòn hãy còn miền sky không ai đứng vì tranh màu rồi vì tranh màu như thế ý pay đấy sky một khỏa thông nó panna này tới bọn sky nó trương về dừng phải trong khu chân từ bộ lan thông địa trường về nhưng mà cho cô về suối khi tận một là lẹ lại chạy móc pru dùng vó dân còn không dụng bân thì mất bao nhiêu nữa bạt không tiền dân cho bám đây mà cái đọc nó dân sổ ta mà vây để dân lộ riêng sổ tới bài chẳng tới có đây thì dân bái về khai cho lớn pa sky đang tới có về lì từ và lâm lang sao tập lâm lang nè đà nè sọc nè phun nó để chần năm một mơ giờ nữa bắt mà nè nồng bắt pu mà nè đang bắt một chơi điểm ấy có pu nó bây giờ cột màu pi ngày mà sao nó cứ xa dậy lên cho mùi nè sọc nè phun chơi mùi trong mùi thấy xa mơ một giường cấn dương sầm co ban mà nè nồng bắt mà nè nồng tới xua nè sọc nè phun đó có ta
đừng đá khơi toàn bạc vì vòng bạc chữ dạng chẳng bên đây thà môn là quật lên dưỡng môn quật xạ dưỡng bên này quật bàn từ châu mơ ngày để dân thọ trong đây này này có bạn vật miền bắc quật ấy mình nè nó cứ cao cả sai phân đây mơ mà dưỡng cứ chầm lại cho mà đồn chầm lại khăn chầm lại thoáng tha cột mơ mà dưỡng cột mơ là biết này một à mà nước đại miên cùng nôm mặt đại score này sao còn mơ vì mơ là biết chưa bài cung cuồn này là biết trong prap ấy mà giá trong dây mùi dương ấy mà dáng trong tới là nghĩ láng có dương trong cho ba cá chọc cá nghĩ có dương ta xua nôm nè sọc nè phum nữa ta có chư mèn chư lần 3 ngày chục nè chẳng cái này ní bờ sân trong prap đài trong prap từ nè có nè bờ sân chỉ sọc khơi sky mai khăm với mùi cò ấy và lâm láng chập ta soi tật chỉnh rồi nè để che về chia mai nắng nó về để môn đường phơi dưới cứ cái pra sky màu dần cái pra bò và dương màu dần cái pra là bò sra một tay dương dần bờ sân chỉ dương chia pot rồi có dương vô trên về bán dương rụt luôn tay bờ sân dương chia bán tới kia lên nhạc xây một điểm nó ngay bong à lấy dương xong xô bong PVT chia tịch ở tiêu sân nhóm bạn trai thì phần tao tiêu nhóm khơi rồi bên khơi sky chẳng màn ta nhóm cô PVT làm bấy kịch vì bàn bằng chia sập phê vẹt cái tệ bom mà nuôi dưỡng cả na khơi sạt xả hà mà rồi dưỡng cứ dương tay nhà rụt rồi bạn chưa diêm rô ấy tục tôi một việc thôi mấy ỏi rụi luôn còn mọi việc ham ban là sao hay còn mọi việc lật bạn bán này nó bị xóm nên sao thì thầm mà đá rốt bạc rốt này đôi chuyện nẹt lát quật vô sập đá bàn tay ăn ai rốt hot mình đây tha mình đây rốt lư kinh gì thì tôi cao vô sập mình đây rốt ăn hot á ba rốt hot giờ mấy cái bên đây từ chân này chẳng chia chùm rơ mùi tiết sợi tật tới sợi tật môn đường sợi tật nó vót sông po chơi bìa bùng đài và cát bao giờ bạn ở quật sợi tật oi ở chia ra chẳng rai chia ra ốp trục làng tôi má từ vót na để dương miền sạt thia mùi tới sợi tật tới chúc bà sân chỉ riêng ưu họ tha việc bàn kham dưới nó không sự bận rồi mùi của việc bàn tam tiền tam ở dương chẳng mền bàn kham bàn ấy chẳng được để bật làng tái quật ở bàn từ chỉ chưa ấy na pe thế hay quật bàn từ rồi ấy soi chắc soi này tá ở năng việc ai từ chỉ miền bành hạ tí muối tí pi tá bờ sân chỉ miền bành hạ ai miền là cà rại là vì ai đang miền bành hà đấy vì ai phơi dương chư cắt ham đay ham trơn cứ môi co và tôi bị chư hay vì ai đang ao dương áp đi xây đấy bị càng nghe dương vì mình xây rồi luôn tôi hạt trâu cho nên đọc vì tôi giật hạt đọc vậy anh đứng vì bà phô dương đấy nè mình sầm pua thằng nè riêng vị trí nè là mình riêng vị trí thua mà đá bờ sân chỉ miền sụp bần bán nắng cua tại tới sao tật chành đồng miền sụp bần xem tiết để sầm cua ban thà miền nè lên plei gần ngất plei không ai mà lời dương để chỉ cài sụp bần khơi tật cơ chành bị sai sụp bần khơi uột chành tật cơ sụp bần khơi kla đánh cam pu chặt pu cam nị cái gì proper đạn đây xem nó vì miền trang đầm rồng bóng chim nụ pro họ cho bác sân chia mà nụ sray để cọt riêng vị trí ở năng bây giờ cọt che tới cọt ai và tiêu sân cọt riêng khâu trong này trong nó cọt ai khai chỉ pri luôn cọt chỉ thmop đôi đà vây để dương bàn đằng pin môn mà đại tây bóng trong pua phê từng pi ní phê bờ ró dương miền chim rồi đời thì để cho nè môn là công kia tha khá ham mà nói pa pol cho mùi năng chim rồi đời ta mà nụ sray cọt miền chim rồi đời hay là phê để cọt smarto phê để cọt bọt chân tối cứ còn cùi miền vị chia khá ha mình oi về để bọt chân tối nó mình oi à tận đốm nó tiết một bạc canh trường chỉ có sai vị chia khang này hay đặc biệt mình được nói những nôm trồ ba chẳng hay mùi tiết mình được say bờ sân chỉ ban riêng bạc canh chuột bán cứ mình được say khăng trường mình được pro vô mình được say chặt đạch chặt một trường hay chất ẩm nót bao cái có khăn trên giường này dương mình chăm bạn gì ra này capo pu sầm ra cồn chưa chạp vào phần nè kia nơi tròn bàn tại những thứ bán đấy nè chẳng chất mà nấu sấy cứ chất đách hay chất một còn tá lạ khăn tho mà chiết môi chầm nón đây mình ai cho quật bị bạn đừng lúc ta đo
សម្រាប់បានគឺរឿងអស់ហ្នឹង បាទ តែបើសិនជាប្រកាន់បានគឺខ្លាំងមែនតើ អញ្ចឹងសម្រាប់គាត់បើសិនជាគាត់ឧទាហរណ៍ថាគាត់ខ្លាំងហើយគាត់ប្រកែហើយតែចុងក្រោយគាត់បែរជាផ្លាត់អីមួយអញ្ចឹងទៅអាចធ្វើគាត់មានហានិភ័យឬមួយក៏ខ្លាចទៅជាបែកឆ្វេងអីដែរទៅបងបាទអាចសាបមកក៏បែកឆ្វេង វាមិនអាចសាបទេវាវិជាកាលណាទៅរៀនហើយវាមិនសាបទេប៉ុន្តែវាទៅជារឿងផ្សេងវាទៅជាគេហៅថាខុសតំណមគ្រូ បាទ ខុសតំណមគ្រូទៅអាចនឹងមានសភាពអីមួយយ៉ាងដែលត្រូវធៀបត្រូវអតចរិតជាមួយនឹងគាត់ហ្នឹងមកផ្សេងទៅជាចេះធ្វើអំពើទៅជាយូរទៅចេះចាប់ផ្ដើមឃ្លានសាច់ឆៅចាប់ផ្ដើមអីចឹងចាប់ផ្ដើម ដល់ទៅទម្រង់ដល់ថ្ម វាទៅចូលដល់តម្រង់អីផ្សេងទៀតអាហ្នឹងខ្ញុំក៏មិនហ៊ាននិយាយដែរ បាទ ឥឡូវបើយើងដល់ចំណុចនេះសូមសួរបងបន្តិច បាទជួយ ចង់ដឹងថាតើមកដល់បច្ចុប្បន្ននេះនៅមានដែរទេបងធ្មប់អាព្រីអស់ហ្នឹងបងតើអាចនៅមានដែរទេបង បច្ចុប្បន្នខ្ញុំជឿថានៅមានមិនចាំបាច់ទៅដល់ណាឆ្ងាយទេនៅក្នុងក្រុងភ្នំពេញយើងហ្នឹងក៏មានដែរអ្នកដែលចេះវិជាហ្នឹង បាទ ហើយបើនៅតាមតំបន់ដាច់ស្រយាលឆ្ងាយរត់តែមិនបាច់និយាយប៉ុន្តែគេនៅប្រកាន់ខ្ជាប់បានដោយសារអីដោយសារគេបូជាគេហៅបូជាគ្រូរបស់គេបានល្អវិជាដែលគេប្រើហ្នឹងវាជួយឲ្យគេមានលៀបមានអីចឹងទៅប៉ុន្តែមនុស្សដែលចាប់ផ្ដើមបែកឆ្វេងហើយកម្រឃើញអ្នកណាមានបានថ្កុំថ្កើងណាបានមករស់បានច្រើនប៉ុណ្ណាក៏អស់ទៅវិញដែរ បាទ ភាគច្រើនគឺអញ្ចឹង បាទ បាទអរគុណបងអញ្ចឹងខ្ញុំដោយសារតែមិញស្លងអារម្មណ៍ពេកពេលដែលបងនិយាយគឺមកដំណាក់ការគឺកាន់តែចូលអារម្មណ៍ទៅអញ្ចឹងខ្ញុំក៏មិនងាយបានជួបបងដែរដោយថាជ្រុលស៊ូអស់ហ្មង បានជើញ ណាណីទៅ ហ្នឹងហើយបងអាចចែករំលែកអ្វីដែលបងធ្លាប់ជួបហើយបងគិតថាចង់ចាំជាងគេបំផុតប៉ុន្តែមិនមែនក្នុងយល់សពទេដែលបងធ្លាប់ជួបផ្ទាល់ហ្មងណាបងធ្លាប់បង្ក្រាបផ្ទាល់តែម្ដងណា សម្រាប់រឿងហ្នឹងចង់សំដៅទៅលើការដោះអីឲ្យគេហ្នឹងណា អ្វីក៏ដោយដែលបងគិតថាជារឿងមួយដែលដក់ក្នុងចិត្តបងរហូតដល់ឥឡូវបងនៅតែចាំ បាទរឿងហ្នឹងគឺវាកើតឡើងកាលពីគឺជាឆ្នាំទំមិញ ថ្មីដែរអញ្ចឹងបង វាជាយើងមិនបានទៅមានវិវាទអីជាមួយនឹងគ្នាទេប៉ុន្តែរបៀបថាដើរលេងមួយគ្នាដឹងគ្នាថាដឹងដូចគ្នាថាចេះដូចគ្នាតែក៏យើងក៏មិនចង់ដឹងថាគេខ្លាំងប៉ុណ្ណាអីតែគាត់ព្យាយាមចង់ដឹងចង់ដឹងចង់សាកល្បងជាមួយយើងតែម្ដងតែនៅពេលដែលចាប់ផ្ដើមធ្វើសម្ដៅមកលើយើងវាអត់ត្រូវយើងទេតែវាទៅត្រូវអ្នកជំវិញខ្លួនយើងដូចជាមិត្តភក្តិជិតស្និទ្ធរបស់យើងសិស្សគុណសាសគណៈរបស់យើងហើយមនុស្សមួយចំនួនទៀតដែលវាថាអ្នកស្និទ្ធស្នាលជាមួយយើង បាទនៅជំវិញខ្លួនយើង ហើយវាចៃដន្យអីថ្ងៃហ្នឹងមកជុំគ្នានៅផ្ទះខ្ញុំដល់ហើយតែមុននឹងហេតុការណ៍ហ្នឹងមានអ្នកខ្លះជាសពឃើញថាបុគ្គលម្នាក់ហ្នឹងគាត់មកផ្ទះយើងគាត់មកផ្ទះយើងគាត់យកស្អីមកឲ្យទេហ្នឹងហើយទៅក៏ព្រលឹមឡើងខ្ញុំមានឈឺគ្រប់គ្នាអាខ្លះឈឺក្បាលអាខ្លះចុកពោះអាខ្លះក្អួតចង្អោអញ្ចឹងទៅយើងគាត់តែឃើញអាការៈដឹងអូមកទៀតដែរតែយើងអត់ទាន់យើងមិនទាន់ហ៊ានវាតម្លៃថាអ្នកណាអ្នកធ្វើទេប៉ុន្តែអ្វីដែលជាសមត្ថកម្មដែលយើងបានមកពីគាត់ប្រាប់ការសុបិនមកគាត់ឃើញនេះណាយើងក៏មានលក្ខណៈសង្ស័យអញ្ចឹងយើងក៏ព្យាយាមប្រើវិជារបស់យើងទៅតាមការគួរយើងមិនសាបបាទយើងមិនសាបវិជាហ្នឹងទៅមិនសាបអស់មួយចូលមួយហើយ តមករហូតដល់ តកតុយគ្នាហ្មងឡើងវល់មកយកមិនដេកទេ អត់ទៅបងឲ្យបញ្ជាក់បានទេថាអាវិជាដែលគាត់ប្រើមកហ្នឹងដែលធ្វើប៉ះពាល់ដល់ជំវិញមនុស្សជំវិញខ្លួនបងហ្នឹងវាមានជាលក្ខណៈមិនខ្លះដែរបង វាធ្វើឲ្យយើងនៅសសក់ចុកពោះចុកទ្រូងចុកដៃឈឺជើងឈឺរបៀបដូចយើងយកស្អីយករបស់មុតស្រួចមកចាក់មកដោតយើងអញ្ចឹងសួរថាអាការៈបែបហ្នឹងវាសមនឹងជាជំងឺអត់ អត់ទេព្រោះនៅសុកដូចគេមកចាក់អញ្ចឹងវាមិនអាច គេយកកាំបិតមកចាក់កដាលទ្រូងអញ្ចឹង បាទ ហើយមនុស្សអត់ទាំងបានហូបអីហ្មងចុកពោះបកាយបកិនក្អួតមកហើយក្អួតចេញពណ៌ខ្មៅ អឺ
ធម្មតាបើយើងអត់បាយយើងក្អួតចេញពណ៌អាដៃណែ ពណ៌លឿង បើលឿងបាទ ពណ៌លឿងអីហ្នឹងអាហ្នឹងដូចបែកអាហ្នឹងដូចបែកប្រមាណ បែកប្រមាណ ប៉ុន្តែដល់ពេលចេញពណ៌ខ្មៅអាហ្នឹងវា គាត់ចេញពណ៌ខ្មៅឲ្យធំក្លិនធំក្លិនតែមិនគួរក្នុងផ្ទះគួរនៅមុខផ្ទះបាទអញ្ចឹងយើងព្យាយាមបន្សាបហើយធ្វើទុកម្ដងប្រកាច់ប្រកិនចាប់អត់ឈ្នះហើយឧទាហរណ៍ថាបកគលយើងធ្លាប់ឃើញណាចរិតគាត់ស្លូតបូតសភាពរៀបសារស្រាប់ដល់ពេលវាធ្វើទុកវាស្រែកអាឡូអាឡាវាជេនេះជេនោះវាថា មនុស្សពីរផ្សេងគ្នា បើនិយាយឲ្យខ្លីទៅដូចខ្មោចចូលហ្នឹង បាទបាទ ហ្នឹងហើយចង់កាច់អានេះកាច់អានោះនេះណាកាច់ស្អីមកដល់កន្លែងនេះហើយតែក៏យើងធ្វើកិច្ចធ្វើពិធីទៅតាមការគួររបស់យើងទៅហើយដល់ពេលយើងធ្វើចប់គ្រប់គ្នាអស់ហើយយើងពាត់សមាការពារគ្នាយើងអស់ហើយរំលងបានប្រហែលជា2ថ្ងៃឮដំណឹងថាចូលដេកពេទ្យហើយហើយគាត់ទម្លាប់មួយគឺមានអីក៏គាត់តាម social media ដែរដល់អញ្ចឹងយើងមិនដឹង បង្ហាញ បាទតែរឿងហេតុការណ៍នោះវាកើតឡើងកាលពីក្នុងកំឡុងឆ្នាំទៅមិញ បងអញ្ចឹងបងអត់បានដល់នៅពេលដែលគាត់បង្ហាញសកម្មភាពន័យថាបងដឹងថាបកគលម្នាក់ហ្នឹងធ្វើដាក់បងហើយ ហ្នឹងគឺច្បាស់តែច្បាស់នៅពេលដែលគាត់តាម social media បាទប៉ុន្តែប៉ះពាល់ដល់អ្នកជុំវិញខ្លួនបងទេ បាទ បងហើយចុះពេលហ្នឹងបងបានធ្វើអាគមអីទៅគាត់វិញឬមកក៏បងគ្រាន់តែដោះមនុស្សដែលនៅជុំវិញខ្លួនបងទេ បើសម្រាប់ចរិតរបស់ខ្ញុំអត់ចូលចិត្តទៅប៉ះពីអ្នកណាទេ អូ ហើយចឹងហើយអ្វីដែលយើងអាចធ្វើបានមានតែបន្សាបហើយយើងការពារតែគ្នាយើងទៅ អញ្ចឹងមកន័យថានេះដូចគេបែងចែកដាច់ឲ្យបងល្អទៅតែឈ្នះសខ្មៅហ្នឹងណា បាទ ហើយមួយវិញទៀតខ្ញុំជាមនុស្សជឿរឿងកម្មផល បាទ ញ៉ាំធ្វើអីនឹងទទួលបានរឿងហ្នឹងហើយមុននឹងរៀនវិជ្ជាតែងតែត្រូវផឹកទឹកសម្បត្តិហើយ បាទ អញ្ចឹងទឹកសម្បត្តិហ្នឹងមិនមែនត្រឹមតែជាទឹកបាញ់ទឹកអប់ធម្មតាទេអាចនឹងជាគ្រូបាជាឬមួយក៏បុព្វវរៈបរោះដូនតាអ្នកដាក់បដាសាហើយស្រាប់ហើយអញ្ចឹងអ្នកឯងធ្វើអីប៉ះពាល់គេអ្នកឯងទទួលខ្លួនឯងបាទហើយអត់ចាំបាច់ឲ្យយើងចាំប្រហែលឆ្នាំក្រោយទេគឺប្រហែលម្លង2-3ថ្ងៃហ្នឹងឯងឲ្យយើងដឹងហ្មងហ្នឹងមែនបាស 100% បណ្ដោយ បាទឥឡូវយើងសូមបញ្ចប់អាហ្នឹងឥឡូវបើសិនជាចូលដល់ការដោះហើយខ្ញុំសុំសួរមួយទៀតចុះ ចូលដល់វគ្គព្រឹកព្រួយ បាទខ្ញុំធ្លាប់ឮគេថាអ្នកខ្លះគេធ្វើអំពើគេមានចេញសក់តាមមាត់ស្បែកគោស្បែកក្របីឬមកក៏ដឹកគោដែរអាហ្នឹងជាការពិតដែរទេបងមានដឹកគោមានអីចឹងណា បើសម្រាប់បទពិសោធន៍របស់ខ្ញុំអត់ដែរជួបរបស់អស់នឹងទេប៉ុន្តែបើតាមការដែលចាស់បុរាណហើយនឹងគ្រូធ្លាប់ប្រាប់ខ្ញុំជឿថាគាត់មិននិយាយកុហកទេ បាទ ពួកគាត់ជាប្រសង់ដែរហើយប្រសង់តែនិយាយកុហកមិនកើតហើយពេលខ្លះយើងក៏ឃើញគាត់ធ្វើឲ្យគេដោះឲ្យគេឃើញរបស់អស់នឹងដែរហើយខ្ញុំក៏មិនជឿថាគាត់យកពីក្រៅយកមកដាក់ឲ្យគេទេឃើញមានដៃគោលឃើញមានតកៅឃើញមានសក់ឃើញមានអីមកអញ្ចឹងដែរក្អួតចេញសក់ក្អួតចេញកតិចដែកកតិចអីមកអញ្ចឹងដែរហើយរបស់ហ្នឹងបើសិនជាយ៉ាងគួរនិយាយអត់ ដាក់ អូខេបាទ របស់ហ្នឹងបើសិនជាគ្រូគេចង់ធ្វើបកវិញងាយបំផុតគេយករបស់ហ្នឹងទៅ ធ្វើវិញទៅ អូអញ្ចឹងវាមានន័យថាឥឡូវដូចសម័យបច្ចុប្បន្នយើងណាថាដូចកភ្លើងជាធម្មតានៅខាងកងកម្លាំងគេមាន note គេមានអីរបស់គេអញ្ចឹងគេមានអត្តលេខមានអីចឹងទៅអានោះក៏ដូចគ្នាអញ្ចឹងដែរគាត់ដាក់មកចាប់បានហ្មង ដាក់មែនទេបងរបៀបថាគាត់ធ្វើមកមានជាសក់មានជាកញ្ចក់មានជាអីឲ្យចូលក្នុងខ្លួនបកគលហ្នឹងតាមរយៈការហូបឬក៏តាមរយៈសត្វល្អិតដែលចូលច្រមុះចូលមាត់អីយើងហ្នឹងនៅពេលដែលអាសត្វហ្នឹងវាទៅដល់ក្នុងខ្លួនយើងវាទៅបំលែងទៅជារូបរាងផ្សេង អូ ហើយនៅពេលដែលវាចាប់ផ្ដើមធ្វើទុកមករកគ្រូដោះបើប៉ាកែដោះបានដោះចេញមកក្អួតមកចេញរបស់ហ្នឹងវិញឬមួយក៏ជុះតាមបាតជុះតាមលេមួកមកវិញ ចុះបើសិនជាយើងដោះអត់បាន នៅអត់បានស្លាប់ហើយបើសិនជាយើងដោះអត់បានអ្នកដែលដោះហ្នឹងក៏គ្រោះថ្នាក់ដែរ អូ អញ្ចឹងទាំងពីរតែម្ដង បាទទាំងពីរទៅទាំងព្រមតែម្ដង ទៅទាំងព្រមមានថា 2 in 1 បាទ 2 in 1 អញ្ចឹងអាចំណុចអស់ហ្នឹងវាហាក់បីបើសិនតែយើងមានផ្នែកទី3ផ្នែកទី3មានថាយើងមានវិញ្ញាណទី6អីចឹងទៅតាអាហ្នឹងវាហោះដូចស្អីណាវាហោះមានន័យថាដូចគេប្រើទៅដូចថាគេបាញ់ចាប់
cái bánh pruôn bánh ấy họ tới vì khơi nhà nâng họ bị trong rương đại kia Khai phơi nó đấy pruôn. nè đôi trong rương khai mỗi những lọc khơi nhà rương cái phơi first bay cái bấy á cái mình là score tút chung với cái cuộc cái sâu cái cua là nó anh nói tút tới họ tới chỉ sạch xây cái lon họ quèo បាទ chẳng hạn ខ្ញុំធ្លាប់ឮលោកឪគាត់ធ្លាប់មានសង្ឃនៃការប្រាប់ដែររឿងហ្នឹងឧទាហរណ៍ថាគេចង់ធ្វើស្បែកក្របីឲ្យចូលពុះអញ្ចឹងគេយកស្បែកក្របីមកទាំងប៉ុណ្ណឹងគេចាយន់គេដាក់របស់អីដែលគេចង់ដាក់ដូចជាកញ្ចក់ដូចជាផ្លែឡាមដូចជាសក់ដូចជារបស់តកៅរបស់ស្មៅគ្រូកអីគេយកមកចាយន់ចៃគេដាក់របស់ហ្នឹងចូលហ្នឹងហើយគេមូវាមកដុំប៉ុណ្ណឹងមកគេសូតបោកតទៅរបស់ហ្នឹងទូទៅគេមានមុនគេសូតណាតែគេចេះគឺសូតទៅរបស់ហ្នឹងវាទៅអញ្ចឹងមែនគាត់លឺឪនិយាយណាតែអាចឃើញខ្លួនឯងទេសូតរហូតដល់របស់ហ្នឹងខ្លាយទៅជាសัตว์កឡង់ឬមួយក៏សัตว์រុយសัตว์អីអញ្ចឹងទៅហោះទៅរកកន្លែងទីតាំងគួរសមហើយវាមកទុំលើចំណីអាហារវាមកហោះមកចូលក្នុងមាត់ចូលច្រមុះទៅអញ្ចឹងមែនហើយបើថារឿងបាញ់ព្រួញបាញ់អីតាមរយៈផ្លូវក្នុងអីហ្នឹងក៏អាចនឹងវាអញ្ចឹងដែរព្រោះលោកអីក៏ធ្លាប់ប្រាប់ដែរ បាទបើតាមខ្ញុំគិតទៅវាហាក់បីដូចជារឿងចិនបើសិនជាយើងមើលឃើញតើវាមិនដឹងថាដូចសង្គ្រាមលោកអត់តើវាខុសមកកម្រិតណាឮថាពីផ្ទះមួយទៅផ្ទះមួយទៅថាគេសាកគ្នាអញ្ចឹងវាត្រូវទៅវិញទៅមកបើណាគេថាទៅអត់រួចចាប់ដើមតោកសរោមចាប់ដើមដេកគេថាបើសិនទៅមែនតើហែ បាទ អាហ្នឹងផ្លូវចុងក្រោយ អានេះខ្ញុំអត់ដែរបានសង្កេតមើលដែររឿងហ្នឹង បាទ ព្រោះថាខ្ញុំវិទ្យាសាស្ត្រពាក់កណ្ដាលអរូបីពាក់កណ្ដាល 50 ប៉ុន្តែអ្វីដែលខ្ញុំបានជួបខ្លួនឯងគឺមានសត្វអាសេរពឹសចូលផ្ទះទាំងដែលផ្លូវផ្ទះយើងអត់មានកន្លែងចូលទេ អូ ក្អែបខ្ទួយខ្យាដំរីហើយអារបស់ហ្នឹងពេលដែលវាមកយើងយកអីទៅវាយពីនេះមកចេញទៅនេះយកស្បែកជើងដាក់ភងវានៅទៅនេះតោះហើយបើថាឃើញអញ្ចឹងហើយអាហ្នឹងមិនមែនសត្វទេអាហ្នឹងយើងប្រើអីវិធីផ្សេងវិធីសាស្ត្ររបស់យើងហើយចំពោះការបាញ់ពាត់សីមាអីហ្នឹងខ្ញុំគិតថាអានេះភ្នែកខ្ញុំមើលអត់ឃើញទេតែបើតាមចាស់ព្រឹទ្ធាចារ្យគាត់ធ្លាប់ប្រាប់មកវាមានពណ៌វាតាមកម្រិតនៃអាគមដែលយើងរៀនកម្រិតនៃការប្រណិប័តរបស់យើងបើដូចជាមានពណ៌សពណ៌ខ្មៅពណ៌ខៀវពណ៌ក្រហមពណ៌ផ្លាទីនពណ៌មាសនិង7ពណ៌តែខ្ញុំក៏អត់ច្បាស់ដូចគ្នានេះជាអ្វីដែលគាត់បានប្រាប់សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងមានភ្នែកទី3អញមើលឃើញបាទជូនពរមើលឃើញចែកខ្ញុំផង បាទឥឡូវយើងវិលមកត្រឡប់មកក្រោយបន្តិចតាក់ទងទៅលើសត្រាវុធរបស់យើងខ្ញុំចង់សួរថាតើដាវទាំងអស់មានខ្ញុំឃើញមានរចនាមានក្បាច់មានអីមកទាំងអស់ហ្នឹងមានការរុំមានអីតាំងពីបុរាណរបស់យើងហ្នឹងដាប់ខ្លួនឯងធ្វើខ្លួនឯងទាំងអស់ឬមួយក៏យ៉ាងណាដែរហើយមានថាយើងមានកម្ពីមានអីធ្វើវាឬមួយក៏មិនខ្ញុំឃើញធ្វើដាវនឹងច្រើន អរគុណសម្រាប់សំណួរចំពោះការផលិតសាស្ត្រាវុធនេះគឺខ្ញុំមានក្បួនធ្វើតាំងពីពេលដែលខ្ញុំចាប់ដើមរៀនជាមួយលោកគ្រូតាំងពីនៅក្មេងមកហើយយើងគាត់បានប្រាប់ក្បួនខ្នាតមកថាដាវនិងអាវុធផ្សេងៗវាមានទម្រង់បែបនេះវាមានដំណេកបែបនេះវាមានលក្ខណៈបែបនេះវាមានរចនាបថបែបនោះអញ្ចឹងអ្វីដែលគាត់បានប្រាប់មកហ្នឹងយើងសរសេរទុកហើយនៅពេលដែលយើងសរសេរទុកយើងចងចាំហើយយើងធ្លាប់គិតថាត្រូវតែធ្វើវាឲ្យកើតឡើងជារូបរាងពិតប្រាកដមួយនៅថ្ងៃអនាគតឥឡូវខ្ញុំបានបំពេញក្តីបំណងរបស់ខ្ញុំគឺធ្វើរូបចេញជារូបរាងទៅតាមអ្វីដែលគាត់បានបង្ហាត់បង្រៀនហើយការធ្វើមកនេះគឺខ្ញុំគ្រាន់តែជាអ្នកចេញម៉ូដទេអ្នកពិនិត្យការងារឧទាហរណ៍ថាយើងចង់ធ្វើដាវស្លាបមួយដើមដែលមានរចនាបថបែបនេះអញ្ចឹងយើងអាចគូជារូបឬមួយក៏យើងទៅជជែកពិភាក្សាជាមួយនឹងជាងដំដែកទៅគេអ្នកជំនាញថាខ្ញុំចង់បានផ្លែរបៀបនេះកោងប៉ុណ្នេះកម្រាស់ប៉ុណ្នេះទម្ងន់ប៉ុណ្នេះប្រវែងប៉ុណ្នេះអញ្ចឹងឲ្យគាត់ធ្វើឲ្យត្រូវទៅតាមអ្វីដែលយើងបានប្រាប់បាទ
ជាធម្មតាមនុស្សមានដំណេក បាទ ឈុតដាវដំណេកនៅកន្លែងណា ដំណេកគឺនៅត្រង់អាភាពកោងនៃផ្លែដាវជាមួយនឹងដងហ្នឹងឲ្យវាសាក់មួយម៉ាតនឹងគ្នាព្រោះយើងដឹងហើយថាដាវគឺប្រើនៅក្នុងចម្បាំងរាំងចូលពីសម័យខាងបុព្វបុរសរបស់យើងគឺជួនកាលនៅក្នុងសង្គ្រាមយើងអត់ដឹងថាប្រហែលថ្ងៃប្រហែលយប់ទេត្រូវច្បាំងគ្នាអញ្ចឹងនៅពេលដែលយើងធ្វើដំណេកខុសនៅពេលដែលយើងកាប់តែម្ដងពីរដងគឺចុកដៃអញ្ចឹងធ្វើម៉េចលៃធ្វើម៉េចឲ្យកាប់ទៅគាត់ណាលើកតម្លាក់ទៅតែម្ដងអញ្ចឹងអាដំណេកហ្នឹងសាក់មួយម៉ាត់ជាមួយនឹងដងហ្នឹងវាសំខាន់បំផុត បាទ ហើយយើងទៅរកទីប្រជុំទម្ងន់វាឲ្យឃើញ ទីប្រជុំទម្ងន់មានន័យថាទម្ងន់របស់ដាវទាំងមូលហ្នឹងគឺនៅកន្លែងណា បាទទម្ងន់របស់ដាវទាំងមូលហ្នឹងគឺនៅកន្លែងមួយដែលក្បួនខ្នាតដែលបានកំណត់មកតែខ្ញុំមិនអាចនិយាយឲ្យលម្អិតដល់ប៉ុណ្្នឹងពេកទេ អញ្ចឹងដាវហ្នឹងគឺមានន័យថាទម្ងន់របស់វាតាក់ទងនៅកណ្ដាលនៅអីហ្នឹងគឺជាពិសេសគឺយើងអ្នកដឹងអញ្ចឹងយើងប្រាប់ជាងដើម្បីឲ្យធ្វើតាមហ្នឹងឬមួយក៏ជាងគាត់ធ្វើមកតម្រូវយើងអញ្ចឹងមកឬមួយក៏មិន ជួនកាលយើងប្រាប់ថាខ្ញុំចង់បានទីប្រជុំទម្ងន់នៅកន្លែងនេះតែជាងគាត់អត់យល់ទេ អូ អញ្ចឹងយើងប្រាប់គាត់វិញថានេះបងឯងធ្វើកម្រាស់កន្លែងនេះប៉ុណ្នេះហើយកន្លែងខាងចុងប៉ុណ្នេះខាងគល់ប៉ុណ្នេះហើយដងខ្ញុំត្រូវការទម្ងន់ប៉ុណ្នេះហើយយើងថ្លឹងថ្លែងគ្នាមើលនៅពេលដែលដាវពេលខ្លះយើងលើកកាន់ធ្ងន់មែនតើតែនៅពេលដែលយើងយកមកយើងដកចេញពីស្រោមកពេលដែលកាប់ទៅគឺវា smooth ល្អបានន័យថាទីប្រជុំទម្ងន់របស់វាគឺវាមានវានៅចំទីតាំងរបស់វាត្រឹមត្រូវល្អដូច្នេះអាការប្រើប្រាស់ក៏វាស្រួលដែរហើយសម្រាប់យើងអ្នកធ្លាប់ហាត់រៀនយើងដឹងអំពីការប្រើប្រាស់ដូច្នេះយើងយល់ថាគួរនៅកន្លែងណាដើម្បីឲ្យងាយស្រួលក្នុងការប្រើប្រាស់ បាទ បាទ អញ្ចឹងចំណុចពិសេសរបស់វាតាក់ទងនឹងដំណេកទី1អាហ្នឹងចំណុចពិសេសជាងគេនៅក្នុងដាវអាហ្នឹងវាមានគិតវាមានដង្ហើមវាមានអីដែរឬមួយក៏មិនដែរវាសម្រាប់មានតែប៉ុណ្្នឹង ដង្ហើមដាវគឺសំដៅទៅលើលំនឹងរបស់ផ្លែដាវនៅពេលដែលយើងធ្វើដំណេកត្រូវទីប្រជុំទម្ងន់ត្រូវគឺមានន័យថាដាវហ្នឹងវាមានដង្ហើមហើយបាទអញ្ចឹងយើងបញ្ឈរខ្នងយើងយកខ្នងទល់ជាមួយនឹងដៃរបស់យើងហើយយើងថ្លឹងមើលវាពេលដែលយើងដាក់ទៅវារេអត់បើវាអត់រេទេបានន័យថាវាត្រូវហើយយើងទាញមកឆ្វេងមកស្ដាំវាអត់ធ្លុះអត់ធ្លាក់អត់ជ្រុះឬអត់អង្គើរហូតដល់យើងអាចពវល់លើក្បាលយើងបានហើយយើងដាក់មកយើងពវល់វាទៅវាអត់ជ្រុះទេអញ្ចឹងបានន័យថាដំណេកផ្លែដាវនិងដងដាវនឹងវាសាក់មួយគ្នាអាចប្រើប្រាស់បានអញ្ចឹងអានេះពិតជាចំណុចពិសេសរបស់វាអញ្ចឹងបើសិនជាធៀបយើងនិយាយធៀបដូចខ្ញុំបានលើកពីមុនអញ្ចឹងណាយើងធៀបឧទាហរណ៍ថាដូចដាវបរទេសដាវរបស់យើងអាចកាត់ខ្ញុំឃើញវីដេអូពួកបរទេសវីដេអូខាងបរទេសខាងជិតខាងគាត់កាប់ដៃគោឬមួយកាប់អីមានថាកាប់អត់កញ្ឆែបមុខអត់អីហ្នឹងអាហ្នឹងជាគេប្រើប្រភេទដែកអីដែរដែកដូចយើងប្រើដែកដែលយើងប្រើដែកអីគេហើយដែកដែលគេប្រើអីគេវិញវាមិនដែរហ្នឹងបើនិយាយពីប្រភេទដែកពីសម័យខាងដើមមកតាមដែលខ្ញុំធ្លាប់សិក្សាបានរៀនពីចាស់ទុំមកគាត់ថាយកសារជាតិដែកពីក្នុងដូចជាថ្មបាយក្រៀមដីលីថ្មបាយក្រៀមហ្នឹងនៅក្នុងនោះវាមានសារជាតិដែកអញ្ចឹងគេយកមកដីមួយឡានអញ្ចឹងមកជួនកាលសម្រង់បានដែកតែបន្តិចទេជាតិដែកបន្តិចហើយយកអាដែកហ្នឹងគឺស្លបញ្ចូលគ្នាហើយដំប្រហាប់វាឲ្យរឹងតែម្ដងពីសម័យខាងដើមតែបើយើងសម័យបច្ចុប្បន្នយើងអត់ចាំបាច់ទៅធ្វើដល់ថ្នាក់ហ្នឹងទេព្រោះយើងមានដែកចន្ទិះឡានដែកស្លស្រាប់ដែកអីយើងយកមកគឺយើងដំប្រហាប់វាឲ្យតែរឹងទៅហើយយើងលុតវាហើយប្រទេសជិតខាងគេប្រើវិធីសាស្ត្រនឹងដូចគ្នាហើយគេអាចនឹងលាយវិធីសាស្ត្របែបខាងជប៉ុនដែលដំពលាអញ្ចឹងមកគេបត់វាហើយគេពលាទៀតពលាបត់បញ្ចូលគ្នាមកបានគឺយើងឃើញដាវជប៉ុនយើងមើលពីចំហៀងទៅឃើញវាកាញ់វិស័យការបត់បញ្ចូលគ្នាប្រហាប់ចូលគ្នានឹងឯងហើយគេលុតវាគេមានថ្នាំវាលុតខ្ញុំឃើញថ្នាំសដែលគេបាចទៅដល់ដូចជាម្សៅមិនដឹងដូចជាមេអីខ្ញុំអត់ច្បាស់ទេប៉ុន្តែខ្មែរយើងប្រើអានោះដែរឬមួយក៏អត់ទេបើខ្ញុំការងារសម្រាប់ខ្ញុំអត់ប្រើនឹងផងគេហៅម្សៅទឹកម្សា
mà sao thực xa khi kia bái cái vô bái đầm là bị lụt về là bị canh là rừng canh là một nữa មិនដែរអានឹងគេសម្រាប់បង្ហាប់ hạt chít đầy បង្ហាប់ដៃទាំងឲ្យចូលគ្នាកុំឲ្យវាពេលដែលយើងបត់មកបើយើងអត់មានអានឹងទេអាសាច់ដៃហ្នឹងវាអត់ខំចូលគ្នា បាទ នៅពេលដែលយើងផ្សារដៃក៏គេប្រើនឹងដែរ xa đầy បាទ វាខុសគ្នាពីទឹកភាសាអាភាសាប៉ុកយើងមិន វាដូចគ្នាហ្នឹង ដូចគ្នា បាទដូចគ្នាដែរ ប៉ុន្តែគាត់តែមួយធូបផ្សារមួយជាប្រភេទម្សៅ បាទ អូ ហើយខ្ញុំធ្លាប់ឮចាស់គាត់និយាយថាយកដីខ្សាច់មកលាយមិនទេអានឹងយើងអត់បានសិក្សាបានជ្រៅដល់ប៉ុណ្្នឹងទេ បាទ ដោយសារតែយើងសម័យបច្ចុប្បន្នយើងមានដៃចតិះឡានវារឹងវាជាប្រភេទដែករឹងស្រាប់ហើយអញ្ចឹងយើងគ្រាន់តែយកមកសិតវាឲ្យចេញជារាងហើយយើងលុតមុខវាទៅវារឹងស្រាប់ហើយតែបើថាយើងធ្វើជាលក្ខណៈបុរាណតែម្ដងវាយូរ បាទ ហើយបើសិនជាធ្វើបានក៏ត្រូវការចាយពេលវេលាចាយលុយកាក់ច្រើនដែរហើយតម្លៃដែលយើងលក់ក៏ត្រូវតែថ្លៃដែរហើយបើសិនជាលក់ថ្លៃយើងក៏ដឹងដែរថាស្រុកខ្មែរយើងមិនទាន់មានអ្នកណាម្នាក់ដែលស្រឡាញ់ពិតប្រាកដអំពីផលិតផលមួយនឹងទេ បាទ ភាគច្រើនតលតអ្នកមានលុយច្រើនបានគេហ៊ានចំណាយគេស្រឡាញ់របស់នឹងពិតប្រាកដបានហ៊ានចំណាយហើយមនុស្សដែលហ៊ានចំណាយលើរបស់នេះគឺមានតិចតួចណាស់បច្ចុប្បន្ននេះ អញ្ចឹងមួយទៀតដាវដែលល្អជាងគេមានន័យថានៅខេត្តនៅស្រុកយើងអញ្ចឹងណានៅប្រទេសយើងដាវដែលល្អជាងគេតំបន់ណានៅតំបន់ណា បើតាមដឹងមកតាមដឹងមកគឺដាវកំពង់ស្វាយ កំពង់ស្វាយ បាទដាវកំពង់ស្វាយគឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នឮតែដាវកំពង់ស្វាយគឺទទួលស្គាល់គ្រប់គ្នាដាវកំពង់ស្វាយ អញ្ចឹងមានន័យថាដាវនោះវាមានអត្ថិភាពរហូតដល់គេលើកដាវទៅជាថ្វាយទៅជាអីមានន័យថាតំបន់នៅក្នុងខ្ទង់ខេត្តនៅក្នុងខេត្តណា ខេត្តកំពង់ធំ អូខេត្តកំពង់ធំដាវដៃកំពង់ស្វាយ បាទ ឮថាគេដូចថាធ្វើសង្គ្រាមធ្វើឲ្យតែមានដែកមកពីខាងនោះគឺកម្រចាញ់ឬមួយក៏មិនដែរហ្នឹង អានឹងខ្ញុំអត់ច្បាស់ដែរប៉ុន្តែបើសិនជាយើងមើលទៅតាមការផលិតរបស់ប្រជាជននៅតំបន់នោះរហូតមកដល់បច្ចុប្បន្នក៏នៅតែមានអ្នកផលិតដាវដែរ អូខេ ហើយដែកដែលគេយកមកធ្វើគេលុតគេបង្ហាប់វាគេហៅគេដែលយើងធ្លាប់ឮចាស់បុរាណថាដែកទាំងដុលលុតសល់ប៉ិនគ្រប់លុតសល់ប៉ិនស្លឹកស្រូវ ដែកទាំងដុល លុតឲ្យសល់ប៉ុនស្លឹកស្រូវ សល់ប៉ុនស្លឹកស្រូវ បាទដែកទាំងដុលមានថាដែកទាំងដុំធំលុតឲ្យសល់ប៉ុនស្លឹកស្រូវអញ្ចឹងមានន័យថាការបង្ហាប់របស់គេហ្នឹងគឺបច្ចេកទេសគេខ្លាំងមែនតើគេមានវិធីសាស្ត្រស្លគេមានវិធីសាស្ត្រលុតឲ្យវាសល់ប៉ុណ្ណឹងមានថាដែកយើងដែកទាំងដុលអញ្ចឹងតែពេលលុតវាសល់ទូចមែនតើវារឹងវាហាប់សក់សាច់អស់ហ្មង បាទខ្ញុំចង់សួរមួយសំណួរទៀតទាក់ទងទៅលើការលុតដាវមុននឹងការលុតមុននឹងការធ្វើតើគេមានរៀបចំក្រុងពីលីឬមួយក៏ធ្វើអីថាដាវនេះយើងត្រូវគោរពបូជាសក្ការៈជាទូទៅអញ្ចឹងទៅឬមួយក៏មុនចេញធ្វើសឹកឬអីមានន័យថាមុននឹងគេធ្វើដាវហ្នឹងគេមានរៀបចំវិធីនឹងអត់ នៅតាមនៅក្បួនបុរាណគេមានដែរមុននឹងសាងសត្រាវុធឲ្យកងទ័ពគេមានរៀបជាគ្រឿងរណ្ដាប់ដង្វាយបាយសីភ្លេងរបាំអីផ្សេងដើម្បីបួងសួងដើម្បីឧទ្ទិសប្រកាសប្រាប់ទេវតាឬក៏ប្រកាសប្រាប់បុព្វវីរបុរសឬក៏អ្នកដែលចេះក្បួនតម្រាពីមុនមកដែលគាត់បានចែកឋានទៅឲ្យគាត់មកជួយដឹងជួយឮនិងជួយបន្ថែមអានុភាពឲ្យអញ្ចឹងគេមានរៀបគ្រឿងកាយាបូជាមានភ្លេងស្រស់មានរបាំមានអីចឹងដែរហើយយើងពេលដែលយើងធ្វើហ្នឹង ក្នុងគណៈពេលដែលផលិតរបស់នឹងឡើងអ្នកដែលធ្វើនិងអ្នកដែលរៀបចំពិធីអ្នកដែលយរុំអ្នកដែលមានវត្តមាននៅក្នុងនឹងទាំងអស់ត្រូវរក្សាខ្ជាប់យ៉ាងតិចបំផុតគឺសិល 5 ធ្វើឲ្យចេញសិនធ្វើឲ្យរួចសិនចាំតទៅមុខទៀតធ្វើឲ្យ អញ្ចឹងមានន័យថាធ្វើអីនីមួយៗសុទ្ធតែមានក្បួនខ្នាតមានកិច្ចការមកតាំងពីដើមមកតែម្ដង បាទ បកាយមែនទេ អានឹងជាលក្ខណៈពិសេសរបស់ជនជាតិខ្មែរយើងដែលកម្រនឹងបរទេសអាចធ្វើបានហើយវាគ្រាន់តែជាអាវុធមានដែកលាឈើហ
ហើយយកទៅកាប់ចាក់សម្លាប់គ្នាបានធម្មតាក៏ប៉ុន្តែអ្វីដែលនៅពីក្រោយខ្នងគឺវាច្រើនរឿងទាំងការបញ្ចុះមុនទាំងការចាអក្ខរាយ័ន្តអីនៅលើនឹងសម្រាប់មេតបសម្រាប់កងតបអីផ្សេងហ្នឹង គឺសុទ្ធតែមានអត្តន័យសុទ្ធតែមានអានុភាពដែលអាចយកឈ្នះសត្រូវបានសុទ្ធតែជាកលឹះដែលអាចយកឈ្នះសត្រូវបាន ដោយសារចាស់ក្នុងស្រុកភូមិខ្ញុំឃើញអ្នកខ្លះគាត់មានដាវទុកនៅផ្ទះហើយប៉ុន្តែគាត់មានដាក់លើហឹងគាត់មានអត់ទុកអីអាហ្នឹងមិនដែរបងអាហ្នឹងតាក់ទងអ្វីដែរបង បាទចំពោះសំណួរនេះអរគុណសម្រាប់សំណួរ ការគោរពបូជារបស់ប្រជាជនខ្មែរយើងគឺមានតគ្នាតាំងពីបរមបុរាណមករហូតដល់បច្ចុប្បន្នជួនកាលដាវដែលគាត់ដាក់អុជធូបហ្នឹងគឺជាដាវដែលសល់ពីជីដូនចតាគាត់មកដែលធ្លាប់ឆ្លងកាត់សង្គ្រាមមកទៅតែស្តុករក្សាអញ្ចឹងទៅគោរពបូជារលឹកដល់បុព្វបុរសរបស់គាត់ដែលធ្លាប់តស៊ូបានន័យថាគាត់បូជាសាច់ស្រស់ឈាមស្រស់ថ្វាយទឹកដីនិងរក្សាកូនចៅដោយសារតែពាក្យហ្នឹងឯងបានយករបស់ហ្នឹងគឺតំណាងឲ្យគាត់នឹករលឹកគុណដល់គាត់ជាបុព្វហេតុមួយដែលរលឹកដល់គុណឧបការៈរបស់គាត់ហើយក៏ឲ្យគាត់នៅរក្សាកូនចៅរហូតមកហើយមួយវិញទៀតអ្នកខ្លះគេជាវរបស់ថ្មីយកទៅដាក់ថ្វាយអាសនៈថ្វាយអីហ្នឹងថ្វាយគ្រូបាជារបស់គេហ្នឹងគឺដើម្បីទីមួយរលឹកដល់គុណឧបការៈដែលធ្លាប់បូជាសាច់ស្រស់ឈាមស្រស់ថ្វាយទឹកដីនិងរក្សាកូនចៅហើយក៏ជាកម្លាំងមួយជំនួយដល់គាត់ក្នុងការធ្វើកិច្ចការជាប្រយោជន៍ដល់កូនចៅដូចគ្នាដល់កូនចៅនិងទឹកដីដូចគ្នាដោយអ្នកខ្លះគេមានគ្រូសំណុំគ្រូសេវាជាមេតបជាអ្នកចម្បាំងឬក៏អីអញ្ចឹងទៅគឺដាវហ្នឹងគឺតំណាងឲ្យគាត់បាទឃើញដាវហ្នឹងគឺដូចឃើញគាត់ចឹងបាទបងចឹងបងឧទាហរណ៍បើសិនជាដាវនឹងបាក់បាទហើយកូនចៅជំនាន់ក្រោយយកមកផ្សារភ្ជាប់តើអាចមានថាឥទ្ធិពលដាវហ្នឹងគឺអាចនៅដូចដើមដែរអត់ដែរបងបើសិនជារបស់ហ្នឹងជារបស់ថ្មីធ្វើយើងសម័យបច្ចុប្បន្នទេយកទៅប្រើប្រាស់ទៅវាបាក់ឬមួយក៏វាធ្លាក់វាអីបាក់អាហ្នឹងយើងអាចធ្វើសារជាថ្មីធ្វើថ្មីតែម្ដងរបស់បាក់ហ្នឹងគឺយើងធ្វើកិច្ចរងាប់វាហើយគឺយើងរតនាវិញ្ញាណដែលធ្លាប់កាន់ប្រើប្រាស់របស់ហ្នឹងឲ្យមកនៅរបស់ថ្មីបានតែបើសិនជារបស់ចាស់គឺមានតែវិធីមួយយ៉ាងឯងយកអាផ្លែដែលនៅសល់ហ្នឹងយកមកផ្គុំចូលគ្នាស្លចេញជាពុំថ្មីដំសាថ្មីយើងអាចយកមកផ្សារភ្ជាប់ឬមួយក៏ប៉ះពៅអីបានវាមានតែធ្វើថ្មីឲ្យដូចដើមវិញបាទបងដូចជាសួរច្រើនសំណួរដែរហើយកម្មវិធីរបស់យើងក៏ចូលឈានមកដល់កម្មវិធីចុងក្រោយនេះចុងបញ្ចប់ខ្ញុំចង់ឲ្យសុជាតិបញ្ចេញមតិយោបល់ទាំងការសាក់យ័ន្តទាំងការផ្សេងអាចមានជាការផ្ដាំផ្ញើទៅដល់ក្មេងជំនាន់ក្រោយទាក់ទងទៅលើការសាក់ហើយទី2នោះគឺទាក់ទងទៅលើការរើសអើមនៃការសាក់អញ្ចឹងណាអញ្ចឹងចាំជួយបង្ហាញពីចំណាប់អារម្មណ៍ខ្ញុំសូមនិយាយអំពីការសាក់មុនគេព្រោះថាផ្នត់គំនិតប្រជាជនខ្មែរយើងភាគច្រើនមិនថាចាស់មិនថាក្មេងតែងតែវាតម្លៃទៅលើអ្នកដែលមានស័ក្តិប្រឡាក់លើកាយតែងឲ្យតម្លៃថាជាមនុស្សដែលមិនល្អបែបនេះបែបនោះក៏ប៉ុន្តែខ្ញុំចង់ប្រាប់ថាមនុស្សម្នាក់មានអធិស្ឋាននិងមានចរិតអត្តចរិតផ្សេងគ្នាយើងមិនអាចសម្គាល់បានថាអ្នកនោះល្អឬមិនល្អដោយការសាក់តែមួយមុខនឹងទេបាទព្រោះថាបុព្វបុរសដូនតាខ្មែរមួយណាដែលគ្មានសាក់សូម្បីតែអ្នកដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមរស់មកដល់បច្ចុប្បន្នម្នាក់ណាដែលគ្មានសាក់បាទអញ្ចឹងបើសិនជាវាតម្លៃថាអ្នកសាក់សិតតែជនពីលអញ្ចឹងពួកគាត់ជនពីលដែរមែនហ្នឹងហើយបាទហើយមួយទៀតការសាក់វាគឺគ្រាន់តែជាសិល្បៈលម្អលើរាងកាយលម្អលើស្បែកបាទវាមិនបានទៅឲ្យមនុស្សហ្នឹងអាក្រក់ឬក៏ពីលីអាវ៉ាសែដោយសាររឿងសាក់ហ្នឹងដែរវាអាស្រ័យទៅលើការប្រព្រឹត្តនៅក្នុងសង្គមបច្ចុប្បន្នតាបាទមានអ្នកខ្លះអត់មានសាក់តនុយកវ៉ាត់ក
ប៉ុន្តែធ្វើរឿងខុសច្បាប់អានឹងមិនវិញហើយមានអ្នកខ្លះ មានសាក់មានអីចឹងដែរក៏ប្រព្រឹត្តខុសក្នុងរឿងផ្លូវច្បាប់ចឹងដែរ បាទ ហើយមានអ្នកខ្លះមានសាក់ក៏គេល្អអ្នកខ្លះអត់មានសាក់ក៏គេល្អអញ្ចឹងបានន័យថាការសាក់វាគ្រាន់តែជាសិល្បៈលម្អរាងកាយហើយបើនិយាយអំពីសាក់យ័ន្តអាគមគាថាវិញវាជាការរំលឹកដល់គុណូបការៈរបស់បុព្វវីរបុរសនិងសម្រាប់ជាគ្រឿងការពារឬក៏ជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់តែប៉ុណ្ណោះ បាទ ហើយមួយទៀតការសាក់យ័ន្តអាគមគាថាវាដូចជាការរំលឹកខ្លួនឯងមួយថាខ្លួនយើងមានគ្រូចាំថែរក្សាធ្លាប់ឆ្លងកាត់ពិធីផ្សេងដោយការបូជាចំណាយពេលវេលាចំណាយទាំងលុយកាក់ចំណាយទាំងស្បែកសាក់ឲ្យឈឺស្រែកអាយ៉យអាយ៉ាយដូច្នេះចាប់ពីថ្ងៃនេះទៅគឺមុននឹងធ្វើអីត្រូវពិចារណាគិតឲ្យបានវែងឆ្ងាយកុំឲ្យវាខុសផ្លូវពុទ្ធចក្រ បាទ ឬក៏របៀបរបបដូនតាដែលធ្លាប់បានកំណត់មកបាទខ្ញុំសូមបិទវងកញ្ចក់ត្រឹមប៉ុណ្នេះរឿងសាក់ហើយចំពោះរឿងការងារផ្សេងដែលខ្ញុំបានធ្វើកន្លងមកសរុបរួមមកគឺជាការងារសិល្បៈវប្បធម៌ព្រោះខ្ញុំមានឈាមជ័រជាជនជាតិខ្មែរ បាទ ខ្ញុំកើតលើទឹកដីខ្មែររស់លើទឹកដីខ្មែរនិងស្លាប់ទៅវិញក្នុងទឹកដីខ្មែរដូច្នេះវាជាភារកិច្ចរបស់ខ្ញុំហើយក៏ជាភារកិច្ចរបស់អ្នកទាំងអស់គ្នាដែលជាអ្នកដែលមានឈាមជ័រជាជនជាតិខ្មែរជួយរក្សាទាំងអស់គ្នាបើសិនជាមិនបានធ្វើដូចខ្ញុំក៏ត្រឹមជួយស្រឡាញ់គ្រប់ត្រូលជួយផ្សព្វផ្សាយបន្តទៀតវាអត់មានខាតបង់អីទេ បាទចាំគ្រប់ត្រូលពីខាងក្រោយ បាទចាំគ្រប់ត្រូលពីខាងក្រោយហើយអ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តរបស់ពួកខ្ញុំមិនថាជាខ្ញុំមិនថាជាអ្នកដទៃផ្សេងទៀតគឺសុទ្ធតែត្រូវការកម្លាំងចិត្តពីអ្នកទាំងអស់គ្នាហើយបើសិនជាអត់មានអ្នកទាំងអស់គ្នាជួយគ្រប់ត្រូលទេពួកខ្ញុំក៏អត់ដឹងធ្វើដើម្បីអីដែរ បាទ បាទ អាចនឹងកូនចៅជំនាន់ក្រោយភ្លេចអស់ផងសូម្បីតែផ្លែសាក់នេះដងសាក់នេះក៏សឹងតែភ្លេចអស់ដែរបើសិនជាគ្មានពួកបងអ្នកថែរក្សា ហើយដល់ពេលកូនចៅជំនាន់ក្រោយសួរថាតើយើងសម្គាល់ថាអ្វីទៅជារបស់យើងអ្វីទៅជាសិល្បៈវប្បធម៌យើងដោយពាក្យស្លោកមួយឃ្លាតែងនិយាយថាវប្បធម៌ រលត់ជាតិរលាយ វប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរីជាតិការពាក្យហ្នឹងគឺត្រឹមត្រូវ បាទ ជាតិសាសន៍នីមួយៗមានអរិយធម៌វប្បធម៌ផ្ទាល់ខ្លួនទាំងអស់មិនថាជាតិសាសន៍ណាក៏ដោយហើយបើសិនជាបាត់របស់នឹងហើយគឺមិនអាចសម្គាល់បានទេថានេះជាជាតិសាសន៍អី ហ្នឹងស្មើនឹងយើងភ្លេចកំណើត បាទស្មើនឹងយើងភ្លេចកំណើត បាទ ដូច្នេះការចូលរួមថែរក្សាអភិរក្សហើយអភិវឌ្ឍគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាមិនមែនតែចំពោះខ្ញុំទេបាទចំពោះការនិយាយបកស្រាយអំពីរឿងការងារទាំងអស់នេះវាត្រូវការពេលវេលាយូរវែងឆ្ងាយតទៅមុខទៀតដូច្នេះអាចថាខ្ញុំសូមបិទវងកញ្ចក់ត្រឹមនេះហើយយើងនៅមានឱកាសច្រើនសម្រាប់ជួបគ្នាតទៅទៀតដូច្នេះថ្ងៃនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះយើងចាំជួបគ្នានៅអេពីសូតក្រោយ បាទសម្រាប់ខ្ញុំវិញក៏អរគុណបងដូចគ្នាបានអញ្ជើញមកធ្វើជាតារាកិត្តិយសបកស្រាយយ៉ាងក្បោះក្បាយបាទពីចំណុចទៅមួយចំណុច បាទជាចុងក្រោយខ្ញុំសូមគោរពអរគុណចំពោះបងពិធីករទាំងពីរហើយនឹងអ្នកក្រុមការងារទាំងអស់ដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងកម្មវិធីដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលខ្ញុំបានឆ្លងកាត់ហើយក៏សូមអរគុណដល់ទស្សនិកជនដែលបានគាំទ្រក្នុងការផលិតវីដេអូនេះឡើងហើយខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ចនិងសម្រេចបានអ្វីដែលជាបំណងរបស់ខ្លួននៅក្នុងផ្លូវសុចរិត សាធុ ហើយរាល់កិច្ចការទាំងអស់សូមធ្វើការដោយក្តីស្រឡាញ់ពិតប្រាកដទើបយើងអាចទៅមុខបានហើយដើម្បីឲ្យកិច្ចការនោះរីកចម្រើនបានលុះត្រាតែយើងសិក្សាពីកិច្ចការនោះឲ្យច្បាស់លាស់បាទសូមអរគុណ សម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូនេះហើយដែលមានរឿងមានន័យថាប្រភេទរឿងតាក់ទងទៅរឿងអបិយជំនឿអាចតាក់ទងមកក្រុមការងាររបស់យើងតម្រាគមហើយសម្រាប់ពុកឬមួយក៏ម៉ែចាស់ជរាដែលមានសាច់រឿងចង់មកចូលរួមក្នុងកម្មវិធីរបស់យើងដើម្បីចែករំលែកអាចតាក់ទងទៅ
ទៅតាម Telegram ក៏ដូចជា comment ឬមួយក៏តាក់ទងតាម channel ផ្ទាល់ក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងផ្ទាល់តែម្ដង សម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយយល់ថាកម្មវិធីរបស់យើងមានប្រយោជន៍ជាចំណេះដឹងនិងជាការចែករំលែកផ្សេងៗហើយបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលរួមគ្រប់គ្រងឧបត្ថម្ភកម្មវិធីដើម្បីឲ្យកម្មវិធីបន្តទៅមុខទៀតបានអាចទំនាក់ទំនងមកបានតាមរយៈទូរស័ព្ទដែលមានភ្ជាប់ Telegram ជាមួយឬក៏ឆាតចូលក្នុង page បាទយើងខ្ញុំទាំង3នាក់សូមអរគុណសូមជម្រាបលា